បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយកប្រភេទផ្លែឈើចំនួន3ប្រភេទដែលជួយការពារសម្រស់យើងឲ្យបានស្រស់ស្អាតដូចអ្នកគ្នាដឹងហើយថារៀងរាល់ថ្ងៃការញ៉ាំរបស់យើងគឺវាច្រើនអាចអត់បានគ្រប់គ្រាន់អត់បានល្អហើយអាហារដែលយើងញ៉ាំវាអាចសម្បូរដោយជាតិខ្លាញ់ឬក៏ប្រៃឬក៏ផ្អែមលើសអញ្ចឹងអាហ្នឹងវាអាចធ្វើឲ្យសុខភាពរបស់យើងឬក៏សម្រស់របស់យើងធ្លាក់ចុះទៅតាមហ្នឹងអញ្ចឹងទន្ទឹមនេះដែរយើងគួរតែញ៉ាំអាហារចំនួន3ផ្លែឈើចំនួន3ដើម្បីជួយកាត់បន្ថយឬក៏ជួយសុខភាពយើងក៏ដូចជាសម្រស់យើងឲ្យបានល្អអញ្ចឹងចំពោះផ្លែឈើទី1គឺផ្លែក្រូចដោយសារតែផ្លែក្រូចមានផ្ទុកនៅវីតាមីន C ដែលវាជួយប្រឆាំងនឹងអុកស៊ីតកម្មហើយព្រមទាំងវាផ្ដល់អត្ថប្រយោជន៍ដល់ស្បែកនិងសម្រស់របស់យើងឲ្យកាន់តែក្មេងជាងវ័យផងដែរដោយសារតែវីតាមីន C នេះហើយវាជួយជំរុញផលិតនៅ collagen និងប្រឆាំងការខូចខាតពីកាំរស្មី UV នៃពន្លឺព្រះអាទិត្យយ៉ាងល្អអញ្ចឹងបើអ្នកមានបញ្ហាកាពះយើងគួរកុំហូបផ្លែក្រូចច្រើនពេកព្រោះដោយសារតែផ្លែក្រូចវាមានជាតិអាស៊ីតច្រើនចំពោះផ្លែឈើទី2ដែលអ្នកគួរញ៉ាំគឺផ្លែទទឹមអ្នកញ៉ាំផ្លែទទឹមក៏មិនខុសបំណងនោះទេព្រោះវាមានជាតិទឹកច្រើនកុំឲ្យរាងកាយយើងខ្វះទឹកអញ្ចឹងនៅពេលដែលយើងញ៉ាំផ្លែទទឹមបានច្រើនវាជួយបំពេញនៅសារពាង្គកាយយើងនៅពេលដែលយើងខ្វះជាតិទឹកដោយសារតែផ្លែទទឹមវាមានសារធាតុ polyphenol ដែលដើរតួប្រឆាំងនឹងអុកស៊ីតកម្មហើយវាជួយឲ្យស្បែកយើងមានសុខភាពល្អមិនចាញ់វីតាមីន C នោះទេអូខេអញ្ចឹងទី2គឺផ្លែទទឹមបន្លែផ្លែទី3ខ្ញុំគិតថាយើងងាយស្រួលរកគឺផ្លែប័រអញ្ចឹងបើសិនម្នាក់ចង់បានសម្រស់ស្អាតក្មេងជាងវ័យអាយុវែងយើងមិនគួរមើលរំលងផ្លែប័រនោះទេដោយសារតែផ្លែប័រសម្បូរដោយជាតិខ្លាញ់ល្អមានជាតិប្រូតេអ៊ីននិងវីតាមីនដើម្បីជំនួយដល់ថាមពលនិងសម្រស់ហើយវាជាពិសេសវាក៏ជួយសម្រកខ្លាញ់អាក្រក់បានផងដែរបន្ថែមពីនេះទៅទៀតប្រូតេអ៊ីននៅក្នុងផ្លែប័រជួយទ្រទ្រង់រចនាសម្ព័ន្ធ collagen និង elastin នៅក្នុងស្បែករបស់អ្នកបានល្អអញ្ចឹងផ្លែឈើទាំង3នេះគឺជាផ្លែឈើសំខាន់ដែលអ្នកនរគ្នាមិនគួរមើលរំលងហើយគួរតែញ៉ាំដើម្បីបង្កើននៅសម្រស់ក៏ដូចជាសុខភាពយើងបានល្អបាទអរគុណអ្នកនរគ្នាសម្រាប់ការតាមដានជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាយបាយជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយក6អាហារដែលជួយកាត់បន្ថយ stress ក៏ដូចជាសម្ពាធរបស់យើងអញ្ចឹងថាអាហារទាំង6មានអីខ្លះអស់តាមណានជាមួយយើងខ្ញុំទាំងអស់គ្នាអញ្ចឹងដូចយើងដឹងហើយថានៅពេលដែលយើងធ្វើការឬក៏មានបញ្ហាថប់អារម្មណ៍តប់ប្រមល់អីមួយវាគឺស្ថិតនៅក្នុងចិត្តរបស់យើងអញ្ចឹងវាអាចមកពីកន្លែងការងារឬក៏មកពីគ្រួសារឬក៏មកពីរឿងអីមួយអញ្ចឹងបើគ្មានវិធីព្យាបាលទេយូរទៅវានឹងអាចបង្កជាជំងឺផ្លូវចិត្តហើយវាធ្វើឲ្យយើងគេងមិនលក់អញ្ចឹងនៅពេលដែលយើងគេងអត់លក់ឬក៏មានបញ្ហាទាំងអស់ហ្នឹងវាធ្វើឲ្យយើងអាចឆាប់បាក់ទឹកចិត្តឬក៏មានបញ្ហាតប់ប្រមល់តានតឹងហ្នឹងទៅអញ្ចឹងទន្ទឹមនឹងតាមការសិក្សាស្រាវជ្រាវក៏គេបានបញ្ជាក់ផងដែរថាមានអាហារចំនួន6ប្រភេទគឺថាដែលអាចជួយឲ្យយើងហ្នឹងកាត់បន្ថយភាពតានតឹងឬក៏ភាពតប់អារម្មណ៍នោះបានអញ្ចឹងអាហារប្រភេទទី1គឺទឹកដោះគោជូរអញ្ចឹងទឹកដោះគោជូរយើងអាចថាវាគឺជាអាហារមួយដ៏ល្អសម្រាប់ពោះវៀននិងខួរក្បាលរបស់យើងដោយសារតែទឹកដោះគោជូរមានផ្ទុកសារធាតុprobiotic ដែលជួយលម្អជួយកែលម្អជួយសម្រួលសុខភាពពោះវៀនយើងហើយវាជួយសម្រួលដល់ការថប់បារម្ភនឹងធ្វើឲ្យយើងមានភាពរីករាយជាងមុនអញ្ចឹងទឹកដោះគោជូរល្អអញ្ចឹងទី2គឺត្រីខ្ញុំគិតថាត្រីយើងងាយស្រួលរកមែនតើដោយសារតែត្រីវាមានជាតិខ្លាញ់វាអាចជួយកាត់បន្ថយបញ្ហាផ្លូវចិត្តជាពិសេសការថប់បារម្ភតែម្ដងយើងអាចធ្វើការញ៉ាំត្រីសាម៉ង់ត្រីម៉ាកែឬត្រីសាឌីនដែលវាល្អសំពៅផ្លូវអារម្មណ៍របស់យើងចំពោះខ្លាញ់ត្រីទាំងនេះសម្បូរទៅដោយអាស៊ីតខ្លាញ់ omega 3ដែលជួយដល់សុខភាពខួរក្បាលនិងកាត់បន្ថយការរលាកដែលតាក់ទងទៅនឹងការថប់អារម្មណ៍និងជំងឺធ្លាក់ទឹកចិត្តអញ្ចឹងចំពោះអាហារទី4គឺផ្លែចេកអញ្ចឹងក៏ផ្លែចេកយើងក៏ងាយស្រួលយកដែរនៅក្នុងប្រទេសកម្ពុជាយើង
ផ្លែចេកវាមានថាមពលនៃប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមនិងផ្ដល់ឲ្យអារម្មណ៍យើងបានសម្រាកស្ងប់ហើយផ្លែចេកនេះក៏ជាអាហារសម្រន់ដ៏ល្អមួយដើម្បីរងាប់សរសៃប្រសាទក្នុងខួរក្បាលនិងផ្លូវចិត្តយើងបានផងដែរអញ្ចឹងចំពោះទី4គឺទឹកអូខេអញ្ចឹងទឹកគឺវាល្អមែនតើសម្រាប់យើងមិនថាសម្រាប់សុខភាពមិនថាសម្រាប់ផ្លូវកាយផ្លូវអារម្មណ៍គឺវាល្អមែនទែនទឹកដោយសារការផឹកទឹកធម្មតាយើងគួរតែផឹកឲ្យបាន3លីត្រក្នុងមួយថ្ងៃព្រោះថានៅពេលដែលយើងផឹកទឹកបានច្រើនវាជួយបន្សាបជាតិពុលក្នុងរាងកាយសម្រួលដល់ការរំលាយអាហារសម្រួលដល់ចរន្តឈាមនិងជួយកម្ចាត់សារធាតុដែលបង្កប៉ះពាល់ដល់ផ្លូវចិត្តអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចព្យាយាមញ៉ាំទឹកឲ្យបានច្រើនយ៉ាងហោចណាស់ឲ្យបាន3លីត្រក្នុងមួយថ្ងៃអញ្ចឹងចំពោះអាហារទី5គឺផ្លែអាឡឹកអញ្ចឹងបើយើងយោងតាមគេហទំព័រ Testohome គាត់បានណែនាំថាផ្លែអាឡឹកគឺសម្បូរដោយវីតាមីន A និងវីតាមីន C ដែលវីតាមីនទាំងអស់នេះវាប្រឆាំងទៅនឹងអុកស៊ីតកម្មក្នុងរាងកាយរបស់យើងហើយជាពិសេសគឺវាសម្បូរដោយជាតិទឹកដែលជួយធ្វើឲ្យយើងត្រជាក់មានថាឲ្យយើងស្រស់ស្រាយក្នុងរាងកាយរបស់យើងអញ្ចឹងចំពោះទី6គឺកាហ្វេអញ្ចឹងជាតិកាហ្វេក៏ធ្វើឲ្យអារម្មណ៍យើងល្អដែរហើយជាពិសេសវាអាចជួយដាស់ស្មារតីរបស់យើងហើយបើសិនបើយើងធ្វើការផឹកវានៅពេលព្រឹកវាអាចរំញោចផ្ដល់ថាមពលផ្លូវចិត្តយើងបានលឿនអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺអាចនឹងជួយអ្នកនរគ្នាក៏ដូចជាកលឹះមួយដើម្បីអ្នកនរគ្នាធ្វើការញ៉ាំអាហារទាំង6ដែលខ្ញុំបានរៀបរាប់ខាងលើហើយអត្ថបទនេះគឺខ្ញុំដកស្រង់ចេញពី Health Cambodia ដោយត្រីសុភាពបាទអរគុណជួបគ្នានៅអត្ថបទបន្ទាប់បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយក4អាហារដែលយើងញ៉ាំទៅវាអាចធ្វើឲ្យកលៀនយើងឆាប់ខូចឬក៏អាចធ្វើឲ្យកលៀនយើងហ្នឹងវាមានបញ្ហាអញ្ចឹងធម្មតាការញ៉ាំរបស់យើងវាតែងតែវាមានជាតិប្រៃផ្អែមអញ្ចឹងវាមានច្រើនហើយយើងដឹងថាអាហារដែលយើងញ៉ាំដែលយើងរាល់ថ្ងៃយើងគិតថាវាល្អចំពោះសុខភាពយើងបើសិនបើយើងមានសុខភាពខ្សោយហើយយើងអត់បានញ៉ាំអាហារពេលព្រឹកនិងហូបអាហារមិនល្អសុខភាពយើងអាចកាន់តែមានបញ្ហាឬក៏បាក់លើដើមនិយាយទៅបើសិនបើអ្នកខ្លះគាត់ខូចពលានតែអត់ដឹងខ្លួនអញ្ចឹងដោយសារអីដោយសារតែគាត់បានញ៉ាំអាហារហើយអាហារទាំងអស់ហ្នឹងវាអត់ល្អអញ្ចឹងថ្ងៃហ្នឹងខ្ញុំលើកយក4អាហារអញ្ចឹង4អាហារទាំងអស់ហ្នឹងដែលធ្វើឲ្យយើងមានបញ្ហាកលៀនទី1គឺអាហារកែច្នៃអញ្ចឹងអាហារកែច្នៃជាជម្រើសអាហាររហ័សទាន់ចិត្តហើយងាយស្រួលមានដូចជាមីកញ្ចប់នំកញ្ចប់ hot dog បើតាមលោក Radi Tesdi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវិទ្យាសាស្ត្រ Harvard គាត់បានលើកឡើងថាសម្រាប់អាហារកែច្នៃមានជាតិស្ករអំបិលនិងជាតិខ្លាញ់លើសកម្រិតជាកត្តាបង្កការរលាកបញ្ហាខួរក្បាលនិងជាហេតុអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមយ៉ាងរហ័សជំនួសមកវិញអ្នកចូលចិត្តញ៉ាំអាហារធ្វើដោយខ្លួនឯងជាមួយនឹងបន្លែស្រស់ៗហូបផ្លែឈើត្រីសុទ្ធនិងគ្រាប់ធញ្ញជាតិបន្តិចក៏ល្អដល់រូបរាងកាយនិងកលៀនផងដែរអូខេអញ្ចឹងយើងត្រូវតែយើងគួរកាត់បន្ថយញ៉ាំរបស់ប្រភេទកញ្ចប់ហ្នឹងជំនួសដោយការញ៉ាំផ្លែឈើត្រីសុទ្ធនិងគ្រាប់ធញ្ញជាតិវិញអូខេអញ្ចឹងចំពោះអាហារទី2គឺសាច់ដែលកែច្នៃអញ្ចឹងសាច់កែច្នៃដូចជាប្រហិត hot dog សាច់ក្រកសាច់ជ្រូកដែលគេកែច្នៃទុកយូរជារឿយៗត្រូវបានគេបរិភោគជាអាហារប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់កលៀនរបស់យើងផងដែរបើយោងតាមវាហទំព័រ WebMD បានចុះផ្សាយថាការប្រើប្រាស់សាច់កែច្នៃខ្ពស់មានបញ្ហាដល់កលៀនរ៉ាំរ៉ៃមកពីវាមានជាតិសូយ៉ូមនិងផូស្វ័រខ្ពស់ដែលបង្កើនដល់សម្ពាធឈាមហើយសាច់កែច្នៃក៏មានសារធាតុនីត្រាតនិងនីត្រេតេសបង្កបញ្ហាដល់កលៀនកាន់តែខ្លាំងអូខេអញ្ចឹងអ្នកគួរតែកាត់បន្ថយការញ៉ាំសាច់កែច្នៃអញ្ចឹងចំពោះទី2គឺគ្រាប់ធញ្ញជាតិវាធម្មតាវាក៏ល្អប៉ុន្តែវាក៏មិនល្អដែរបើសិនបើយើងញ៉ាំវាលើសកម្រិតជាពិសេស
ក្របធញ្ញជាតិដែលសម្បូរស្ករច្រើននិងសារធាតុបន្ថែមសិប្បនិម្មិតជាកត្តាជះឥទ្ធិពលអវិជ្ជមានដល់សុខភាពពលានអញ្ចឹងសម្រាប់ក្របធញ្ញជាតិប្រសិនបើក្របធញ្ញជាតិដែលមានស្ករច្រើនហើយសារធាតុទាំងអស់ហ្នឹងវាក៏បន្ថែមនៅរបស់សិប្បនិម្មិតផ្សេងៗដើម្បីវាទុកបានយូរហ្នឹងអញ្ចឹងអ្នកនរគ្នាគួរតែកាត់បន្ថយវាដែរកុំញ៉ាំវាច្រើនព្រោះថាជាតិស្ករលើសជាការរួមចំណែកដល់ការធាត់និងធន់នឹងអាំងស៊ូលីនជាកត្តាហានិភ័យសម្រាប់ពលានរបស់យើងជំនួសមកវិញជាមួយនឹងគ្រាប់ធញ្ញជាតិគ្មានការលាយស្ករដូចជាប្រភេទគ្រាប់អាល់ម៉ុនអូខេអញ្ចឹងល្អអានេះគ្រាប់ហ្នឹងក៏ខ្ញុំញ៉ាំដែរគ្រាប់រីករាយគ្រាប់កាឡាក់គ្រាប់វ៉ាល់នុតនិងសណ្តែកដីសុទ្ធតែផ្ដល់ជាតិសរសៃវីតាមីននិងសារធាតុរ៉ែដើម្បីរក្សាមុខងារតម្រង់នោមឲ្យមានសុខភាពល្អអូខេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែញ៉ាំភេទគ្រាប់ធញ្ញជាតិបែបពួកអាល់ម៉ុនវិញអូខេអញ្ចឹងចំពោះទី4គឺភេសជ្ជៈគ្រឿងកំប៉ុងផ្អែមអានេះបើសិនបើតាមក្រសួងដូចជាសាលារៀនអីក៏គេបានណែនាំដល់សិស្សានុសិស្សក្មេងៗកុំឲ្យញ៉ាំអានឹងច្រើនដែរដោយសារភេសជ្ជៈគ្រឿងកំប៉ុងផ្អែមនិងនំដូណាត់ដែលមានជាតិស្ករខ្លាញ់មិនល្អនិងកាបូនអ៊ីដ្រាតលើសកម្រិតវាបណ្ដាលឲ្យរាងកាយយើងកើនឡើងជាតិស្ករក្នុងឈាមរួមចំណែកដល់ការធាត់និងធ្វើឲ្យខូចព្រលានរបស់យើងដែលអត់ដឹងខ្លួនផងដែរអញ្ចឹងបើគិតពីសុខភាពព្រលានអ្នកគួរតែហូបអាហារពេលព្រឹកហូបផ្លែបឺរផ្លែប៉ោមនិងទឹកដូងដើម្បីជួយថែរក្សាសុខភាពព្រលានយើងឲ្យបានល្អបាទអញ្ចឹងនេះគឺជាអាហារទាំង4ដែលយើងគួរជៀសវាងដើម្បីឲ្យកាត់បន្ថយភាពខូចនៃគលានរបស់យើងឬក៏ការចុះខ្សោយនៃគលានរបស់យើងបាទអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅអត្ថបទបន្ទាប់បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយក5អាហារដែលជួយសម្រកគីឡូយើងបានលឿនអញ្ចឹងសម្រាប់អាហារទី1គឺស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីននិងខ្លាញ់ល្អវាជួយឲ្យរាងកាយយើងមានអារម្មណ៍ឆ្អែតបានយូរមិនងាយធ្វើឲ្យយើងឆាប់ឃ្លាននិងជួយកាត់បន្ថយជាតិខ្លាញ់ដែលលើសការទទួលស៊ុតនៅពេលព្រឹកអាចផ្ដល់ថាមពលនិងជួយឲ្យយើងគ្រប់គ្រងទម្ងន់បានប្រសើរអញ្ចឹងចំពោះអាហារទី2គឺតែបៃតងគឺជាភេសជ្ជៈដែលមានសារធាតុជួយជំរុញប្រព័ន្ធរំលាយអាហាររំលាយខ្លាញ់ដែលលើសនិងកាត់បន្ថយខ្លាញ់ដែលកើតឡើងថ្មីការផឹកតែបៃតងជារៀងរាល់ព្រឹកមិនត្រឹមតែជួយបន្ថយទម្ងន់នោះទេប៉ុន្តែថែមទាំងផ្ដល់ឲ្យអារម្មណ៍យើងស្រស់ស្រាយនិងការពារសុខភាពយើងផងដែរអញ្ចឹងចំពោះអាហារទី3គឺ oats អញ្ចឹងអាហ្នឹងបើតាមបរទេសយើងអាចហៅ oats ប៉ុន្តែខ្មែរយើងអាចហៅថាប្រភេទស្រូវសាលីដែរអ្នកគ្នាដូចអ្នកគ្នាឃើញរូបនេះអញ្ចឹងអាហ្នឹងយើងអាចរកនៅតាមម៉ាតអូខេអញ្ចឹងអាហ្នឹងវាលក្ខណៈដូចរបៀបម្សៅអញ្ចឹងតែយើងអាចកូរវាយកធ្វើជាបបរឲ្យបានញ៉ាំជាមួយផ្លែឈើឲ្យបានអញ្ចឹងអូតគឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃដែលជួយឲ្យពោះវៀនដំណើរការបានល្អនិងបង្កើនអារម្មណ៍ឆាប់ឆ្អែតវាអាចជួយកាត់បន្ថយការញ៉ាំលើសនិងកាត់បន្ថយខ្លាញ់ក្បាលពោះអ្នកអាចធ្វើជាអូតមៀលឬបន្ថែមនៅក្នុង smoothie ពេលព្រឹកបានអញ្ចឹងអាហ្នឹងគឺល្អផងដែរវាធ្វើឲ្យយើងឆាប់ឆ្អែតចំពោះអាហារទី4គឺទឹកដោះគោជូរដែលយើងអាចហៅថាយើងអាចញ៉ាំប្រភេទ yogurt អញ្ចឹងសុខភាពពោះវៀនមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ yogurt ឬក៏ទឹកដោះគោជូរអាចជួយសម្រួលប្រព័ន្ធរំលាយអាហារនិងកាត់បន្ថយការកើនឡើងទម្ងន់ការទទួលទានវាជារៀងរាល់ថ្ងៃអាចជួយឲ្យដំណើរការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាពចំពោះប្រភេទទី4គឺផឹកទឹកក្តៅអញ្ចឹងអានេះគឺងាយស្រួលមែនតើអ្នកទាំងអស់គ្នាអញ្ចឹងការផឹកក្តៅចំពោះការផឹកទឹកក្តៅបើទោះជាវាមិនមែនជាអាហារក៏ដោយការផឹកទឹកក្តៅអូនមួយកែវនៅពេលព្រឹកមុនពេលទទួលទានអាហារគឺជាវិធីងាយៗក្នុងការជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អជាពិសេសវាក៏អាចជួយបណ្ដេញជាតិខ្លាញ់លើសនិងបង្កើតភាពស្រស់ស្រាយប្រចាំថ្ងៃផងដែរអញ្ចឹងសង្ឃឹមថាអត្ថបទនេះអ្នកទាំងអស់គ្នាអាចព្យាយាមអនុវត្តវាដើម្បីអាចថែរក្សាសុខភាពយើងនិងទម្ងន់យើងឲ្យបានល្អជួបគ្នានៅអត្ថបទបន្តបាទជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកភេសជ្ជៈមួយនៅពេលដែលអ្នកគ្នាផ
ផឹកពេលព្រឹកវាអាចជួយបន្សាបជាតិពុលក្នុងថ្លើមរបស់យើងហើយក៏អាចឲ្យយើងស្រកគីឡូផងដែរអញ្ចឹងគឺវាល្អសម្រាប់សុខភាពអញ្ចឹងប្រភេទភេសជ្ជៈហ្នឹងគឺក្រូចឆ្មាត្រូវបានគេដឹងថាជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហើយវាក៏ជាផ្លែឈើមួយដែលអាចជួយការពារសុខភាពសរសៃឈាមបេះដូងយើងផងដែរអញ្ចឹងយោងតាមគេហទំព័រ Healthin ការលាយជាតិស្ករធ្វើឲ្យឡើងគីឡូលឿនព្រោះស្ករមានកាឡូរីច្រើនផ្ទុយទៅវិញការលាយអំបិលជាមួយក្រូចឆ្មាផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពអញ្ចឹងជាពិសេសនៅពេលដែលយើងផឹកពេលព្រឹកវាបានផ្ដល់អត្ថប្រយោជន៍ដល់យើងច្រើនដូចជាអញ្ចឹងទីមួយវាជួយសម្អាតពោះវៀនធំរបស់យើងទឹកអំបិលក្រូចឆ្មាមានផ្ទុកសារជាតិដែលជួយបញ្ចេញទឹករំលាយអាហារសម្អាតពោះវៀននិងកាត់បន្ថយការទល់លាមកហើយវាអាចឲ្យអ្នកហើយយើងអាចលាយទឹកមួយកែវជាមួយនឹងអំបិលបន្តិចហើយបន្ថែមក្រូចឆ្មាស្រស់លើសពីនេះការបន្ថែមខ្ញីនៅក្នុងទឹកអំបិលក្រូចឆ្មាក៏ជួយដល់ដំណើរការក្រពះផងដែរអញ្ចឹងទី1វាជួយសម្អាតពោះវៀនធំអញ្ចឹងអត្ថប្រយោជន៍ទី2គឺវាជាជំនួយដល់ស្បែកអញ្ចឹងការបន្ថែមទឹកក្រូចឆ្មានិងអំបិលបន្តិចនៅក្នុងទឹកនឹងជួយបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយសុខភាពស្បែកវីតាមីន C នៅក្នុងក្រូចឆ្មាមានតួនាទីសំខាន់ក្នុងការផលិត collagen នៅក្នុងស្បែកហើយវាជួយបញ្ហាស្បែកពន្យាភាពចាស់ផងដែរហើយវាធ្វើឲ្យស្បែកយើងភ្លឺថ្លាម៉ត់រលោងអញ្ចឹងសម្រាប់អត្ថប្រយោជន៍ទី3គឺវាជួយបន្សាបជាតិពុលក្នុងថ្លើមទឹកអំបិលក្រូចឆ្មាមានឥទ្ធិពលប្រឆាំងបាក់តេរីជួយបន្សាបជាតិពុលក្នុងថ្លើមនិងបង្កើនបរិមាណអង់ហ្សេមមានប្រយោជន៍ក្នុងរាងកាយទឹកអំបិលក្រូចឆ្មាមានអាស៊ីតអាមីណូជាច្រើនដែលជួយកម្ចាត់បាក់តេរីចេញពីរាងកាយបង្កើនសមត្ថភាពថ្លើមក្នុងការបន្សាបជាតិពុលហើយវាធ្វើឲ្យមុខងារថ្លើមប្រសើរឡើងវិញអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ទី3អញ្ចឹងសម្រាប់អត្ថប្រយោជន៍ទី4គឺវាជំនួយដល់ការសម្រកទម្ងន់អ្នកដែលចង់សម្រកទម្ងន់អាចផឹកទឹកក្រូចឆ្មាមួយកែវជារៀងរាល់ថ្ងៃក្រូចឆ្មាមានជាតិសរសៃពេកទីនដែលជួយបង្កើនអារម្មណ៍ឆ្អែតបាយបានយូរហើយកាត់បន្ថយការឃ្លាននិងជួយសម្រកទម្ងន់លើសពីនេះទៀតក្រូចឆ្មាក៏មានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើសនិងមានប្រយោជន៍ដល់ប្រយោជន៍សម្រាប់ការរក្សារាងឲ្យនៅស្លីមផងដែរអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ទី4អញ្ចឹងអត្ថប្រយោជន៍មួយទៀតគឺវាបំបត្តិការឈឺបំពង់កការផឹកទឹកក្រូចឆ្មាក្តៅមួយកែវនិងទឹកអំបិលនៅពេលព្រឹកនឹងជួយសម្រួលដល់អាការៈឈឺបំពង់កដ៏មានប្រសិទ្ធភាពសាក្រូចឆ្មានិងអំបិលមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីបន្ធូរអារម្មណ៍ប្រឆាំងនឹងការរលាកបំពង់កនឹងកាន់តែមានសុខភាពល្អហើយលែងហើមឬឈឺចាប់ទៀតហើយប៉ុន្តែយើងក៏មានចំណុចមួយដែលគួរឲ្យចងចាំផងដែរក្រូចឆ្មាវាមានរសជាតិជូរនិងមានភាពត្រជាក់ដូច្នេះសម្រាប់អ្នកដែលមានធាតុត្រជាក់និងត្រជាក់ពីខាងក្នុងឬមានអារម្មណ៍អស់កម្លាំងគួរតែកំណត់ការទទួលទានទឹកក្រូចឆ្មាឲ្យបានត្រឹមត្រូវព្រោះភេសជ្ជៈនេះអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរលើសពីនេះទៅទៀតក្រូចឆ្មាមានផ្ទុកជាតិអាស៊ីតច្រើនប្រសិនបើអ្នកផឹកច្រើនឬផឹកទឹកក្រូចឆ្មាដែលមានកំហាប់វានឹងធ្វើឲ្យដំបៅក្រពះនិងដំបៅពោះវៀនការផឹកទឹកក្រូចឆ្មានៅពេលព្រឹកគឺល្អសម្រាប់រាងកាយប៉ុន្តែអ្នកមិនគួរផឹកវានៅពេលពោះអ្នកទទេទេមានន័យថាយើងមិនទាន់ញ៉ាំអីយើងញ៉ាំវាអាចមានបញ្ហាវាអាចបង្កជាជំងឺក្រពះអីផ្សេងៗអញ្ចឹងទៅអូខេអញ្ចឹងពេលធ្វើទឹកក្រូចឆ្មានិងទឹកអំពិលអ្នកគួរប្រើតែក្រូចឆ្មាក្នុងបរិមាណល្មមនិងអំបិលបន្តិចក្រូចឆ្មានិងអំបិលច្រើនពេកអាចបំផ្លាញបំពង់អាហារនិងស្រទាប់ក្រពះអូខេអញ្ចឹងអរគុណអ្នកគ្នាអត្ថបទថ្ងៃនេះគឺខ្ញុំចែកម្លែកតែប៉ុណ្្នឹងទេហើយអត្ថបទនេះខ្ញុំដកស្រង់ចេញពី Healthy Cambodia សួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍កាន់អត្ថបទសុខភាពបន្តទៀតអញ្ចឹងអត្ថបទសុខភាពខ្ញុំថ្ងៃនេះខ្ញុំលើកយកទម្លាប់ចំនួន4នៅពេលដែលអ្នកអនុវត្តហើយវាអាចធ្វើឲ្យអ្នកខូចទាំងស្បូនឬក៏អាចមានបញ្ហាដល់កលៀនអញ្ចឹងថាតើទម្លាប់ទាំង4ហ្នឹងវាមានអីខ្លះហើយទម្លាប់ទាំង4ហ្នឹងអ្នកគួរតែជៀសវាងអូខេអញ្ចឹងសម្រាប់ទម្លាប់ទី1គឺការញ៉ាំអាហារប្រៃ
មិនថាម្ហូបអាហារអ្វីនោះទេដែលមានរសជាតិដិតខ្លាំងប្រៃខ្លាំងផ្អែមខ្លាំងគឺងាយនឹងបង្កជាគ្រោះថ្នាក់ដល់សុខភាពតម្រងនោមខ្លាំងបំផុតដំណងរោមមិនចូលចិត្តអាហារដែលមានជាតិប្រៃនោះទេព្រោះវាអាចធ្វើឲ្យគេស្លាប់ខូចលែងដំណើរការបានដូច្នេះបើជាស្ត្រីដែលចូលចិត្តអាហារប្រៃញ៉ាំរាល់ថ្ងៃសូមប្រយ័ត្នឲ្យមែនទែនសូម្បីតែទ្វារមាសក៏ប៉ះពាល់ដែរវាអាចចេញជារោគសញ្ញាដូចជារលាករមាស់ធ្លាក់សរ៉ាំរ៉ៃប្រឈមនឹងជំងឺគ្រោះថ្នាក់នៅពេលក្រោយដូចជាមហារីកស្បូនជាដើមអញ្ចឹងអ្នកគួរតែជៀសវាងនៃការញ៉ាំប្រៃអូខេអញ្ចឹងចំពោះទម្លាប់ទី2គឺមានថាយើងអត់សូវខ្វល់ខ្វាយជាមួយសុខភាពស្បូនរបស់យើងមានន័យថាទោះមានសញ្ញាបង្ហាញបែបណាក៏ដោយមានថាយើងអត់ខ្វល់យើងអត់យកចិត្តទុកដាក់អញ្ចឹងនៅពេលដែលអ្នកអត់ខ្វល់ពីជំងឺទាំងអស់ហ្នឹងអត់ខ្វល់ពីវាអញ្ចឹងវាក៏បើនិយាយសាមញ្ញទៅវាគឺអត់ខ្វល់ពីយើងដូចគ្នាហើយបាននិយាយពីអនាម័យនៅតំបន់ទ្វារមាសវិញគឺមិនដឹងទាល់តែសោះមានន័យថាចូលចិត្តធ្វើអ្វីតាមគេអញ្ចឹងនៅពេលយើងចូលចិត្តធ្វើអ្វីតាមគេមានថាយើងអត់បានពិគ្រោះជាមួយនឹងវិជ្ជបញ្ជាអីច្បាស់លាស់អញ្ចឹងហ្នឹងក៏ជាបញ្ហារបស់យើងផងដែរអញ្ចឹងចំណុចទាំងអស់នេះហើយសុទ្ធសឹងតែជាទម្លាប់អាក្រក់បំផុតហើយវានឹងទៅបំផ្លាញស្បូនអ្នកឲ្យមានបញ្ហាដូចជាមានគិសដៃស្បូនមហារីកស្បូនធ្លាក់សធំក្លិនឆ្អាបជាដើមសញ្ញាទាំងអស់នេះហើយគឺសុទ្ធសឹងតែជាសញ្ញាដែលបង្ហាញថាវាគ្រោះថ្នាក់បើយើងមិនបានព្យាបាលបានត្រឹមត្រូវនោះទេអញ្ចឹងនៅពេលដែលអ្នកមានបញ្ហាទាក់ទងមាត់ស្បូននេះអ្នកទាំងអស់គ្នាគួរតែពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតដែលគាត់មានជំនាញខាងហ្នឹងកុំទុកវាចោលឲ្យសោះហើយមួយទៀតយើងមិនសូវអើពើជាមួយនឹងជំងឺលើសឈាមជំងឺលើសឈាមគឺជាមូលហេតុចម្បងធំមួយធ្វើឲ្យអ្នកប្រឈមជាមួយនឹងជំងឺតម្រងនោមព្រោះកាលណាសម្ពាធឈាមយើងឡើងខ្ពស់វាធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមក្នុងតម្រងនោមហើយធ្វើឲ្យតម្រងនោមរបស់យើងខ្សោយមុខងារក្នុងការច្រោះជាតិពុលកាកសំណល់ចេញពីរាងកាយរបស់យើងដូច្នេះយើងត្រូវប្រុងប្រយ័ត្នជាមួយនឹងជំងឺលើសឈាមជានិច្ចយើងត្រូវឧស្សាហ៍ពិនិត្យមើលដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រងវាអញ្ចឹងចំពោះទម្លាប់ទី4ដែលអ្នកទាំងអស់គ្នាគួរជៀសវាងហើយខ្ញុំគិតថាអាចធ្វើបានគឺការប្រើប្រាស់គ្រឿងស្រវឹងលើកំណត់ការផឹកគ្រឿងស្រវឹងលើកំណត់គឺអាចប្រឈមនឹងប៉ះពាល់ដល់សុខភាពតម្រងនោមរបស់យើងស្រាគឺអាចធ្វើឲ្យអ្នកប្រឈមខាសជាតិទឹកនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់តម្រងនោមដូច្នេះសូមពិសាស្រាដោយការប្រុងប្រយ័ត្ននិងទទួលខុសត្រូវអញ្ចឹងខ្ញុំសង្ឃឹមថាទម្លាប់ទាំង4នេះអ្នកទាំងអស់គ្នាអាចធ្វើបានហើយវាអាចធ្វើឲ្យសុខភាពរបស់យើងមានសុខភាពល្អផងដែរអូខេអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំសូមចែករំលែកតែប៉ុណ្្នឹងទេហើយអត្ថបទនេះខ្ញុំដកសំពី Hasi Cambodia បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពជាថ្ងៃនេះខ្ញុំលើកយកអាហារចំនួន3ប្រភេទដែលយើងញ៉ាំនៅពេលព្រឹកឬក៏ជាអាហារយើងគួរជៀសវាងញ៉ាំនៅពេលព្រឹកដើម្បីជៀសឲ្យឆ្ងាយចេញពីជំងឺកាចហើយក៏វាអាចជួយថែសម្រស់យើងឲ្យបានក្មេងជាងវ័យផងដែរអញ្ចឹងថាតើអាហារដែលយើងគួរញ៉ាំនិងមិនគួរញ៉ាំនៅពេលព្រឹកវាមានអីខ្លះអញ្ចឹងដូចយើងដឹងហើយថានៅពេលដែលយើងក្រោកពីគេងរាងកាយនិងខួរក្បាលរបស់យើងពិតជាត្រូវការថាមពលបន្ថែមណាដើម្បីឲ្យយើងមានកម្លាំងបន្តភារកិច្ចតទៀតអញ្ចឹងហេតុនេះហើយបានជាយើងមិនត្រូវមើលរំលងអាហារពេលព្រឹកទាំងអស់នេះឡើយដើម្បីឲ្យថាមពលរបស់យើងការគិតរបស់យើងហើយក៏វាជាផ្នែកមួយដែលជួយឲ្យកម្លាំងចិត្តឲ្យសម្បស់របស់យើងកាន់តែក្មេងជាងវ័យផងដែរអញ្ចឹងទី1អ្នកនរគ្នាត្រូវជៀសវាងញ៉ាំនំដូណាត់អញ្ចឹងនំដូណាត់យើងឃើញហើយមានច្រើនមែនទែនអញ្ចឹងតាមរយៈលោក Kate Patton ដែលជាអ្នកជំនាញផ្នែកចំណីអាហារនិងអាហាររូបត្ថម្ភនំដូណាត់ជាទូទៅវាមានចំនួនកាឡូរីចាប់ពី250ទៅ550កាឡូរីកម្រិតជាតិស្ករ15ទៅ30ក្រាមក្នុងនំនីមួយៗកម្រិតជាតិស្ករដ៏ច្រើននេះធ្វើឲ្យរាងកាយអ្នកបញ្ចេញអាំងស៊ូលីនដើម្បីព្យាយាមសម្របខ្លួនហេតុនេះហើយការឡើងជាតិស្ករខ្ពស់ភ្លាមបែបនេះមិនល្អដល់សម្ពាធឈាមនោះទេ
ការឡើងជាតិស្ករក៏លឿនចុះក៏លឿនដែលវាធ្វើឲ្យរាងកាយយើងពិបាកសម្របណាស់ហើយវាក៏នឹងធ្វើឲ្យយើងឆាប់ឃ្លានងាយញ៉ាំអីផ្ដេសផ្ដាសនិងធ្វើឲ្យយើងឡើងគីឡូពេលយើងជៀសវាងញ៉ាំនំដូណាត់នៅពេលព្រឹកវាធ្វើឲ្យស្បែកយើងស្រស់ថ្លាព្រោះយើងអត់មានគីឡូដែលត្រូវឡើងអញ្ចឹងមានវិជ្ជបណ្ឌិតច្រើនទៀតគាត់ក៏បានណែនាំដែរថាជាតិស្ករកែច្នៃធ្វើឲ្យស្បែកឆាប់ចាស់លឿនជាងមុនអញ្ចឹងអ្នកនរគ្នាគួរតែជៀសវាងញ៉ាំនំដូណាត់ឬក៏បើសិនបើអ្នកគ្នាត្រឡប់ញ៉ាំវាហើយគួរតែកាត់បន្ថយវាទៅអញ្ចឹងទី2គឺទឹកធម្មតាអានេះគឺជាអ្វីដែលយើងតែងតែធ្វើដូចខ្ញុំតែងតែញ៉ាំវានៅពេលព្រឹកអញ្ចឹងយោងតាមរយៈគេហទំព័រ Healthline បានចុះផ្សាយថាជាការពិតណាស់នៅពេលព្រឹកជាពិសេសគឺពេលយើងភ្ញាក់ពីគេងភ្លាមយើងគួរតែរកទឹកញ៉ាំយ៉ាងហោចណាស់ឲ្យបាន1 កែវមុននឹងយើងចាប់ផ្ដើមធ្វើអីទាំងអស់ព្រោះរាងកាយរបស់យើងអត់មានទឹកយូរម៉ោងណាស់មកហើយតាំងពីល្ងាចម្សិលមិញអញ្ចឹងមានថាយើងគេងតាំងពីល្ងាចដល់ពេលយើងភ្ញាក់ព្រឹកឡើងហ្នឹងអញ្ចឹងអានោះយើងត្រូវគួរតែញ៉ាំទឹកឲ្យបាន1 កែវអ្នកទាំងគ្នាដូច្នេះនៅពេលដែលយើងផឹកទឹកចូលទៅវាដូចជាដាស់ប្រព័ន្ធរាងកាយរបស់យើងឲ្យដំណើរការមកវិញបន្ថែមពីនេះទៅទៀតទឹកពេលព្រឹកក៏ជួយឲ្យអ្នកមានសុខភាពល្អសម្រាប់គ្រឿងក្នុងផឹកហើយជួយដាស់ខួរក្បាលឲ្យស្រឡះល្អស្បែកមានសំណើមស្រស់ថ្លាអញ្ចឹងទី3គឺស៊ុតអញ្ចឹងការញ៉ាំស៊ុតល្អសម្រាប់សុខភាពខួរក្បាលនិងការពារជំងឺបេះដូងស៊ុតជាប្រភេទនៃសារធាតុដែលមានសារៈសំខាន់សម្រាប់សុខភាពខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទការទទួលទានស៊ុតក្នុងកម្រិតមធ្យមពេលព្រឹកអាចទ្រទ្រង់សុខភាពបេះដូងបាននេះដោយសារតែអាស៊ីតខ្លាញ់អូមេហ្គា 3 នៅក្នុងស៊ុតអាចជួយកាត់បន្ថយការរលាកនិងធ្វើឲ្យសុខភាពបេះដូងប្រសើរឡើងហើយសារជាតិសេលេនីមនៅក្នុងស៊ុតជួយការពារការកកឈាមជំងឺដាច់សរសៃឈាមខួរក្បាលនិងកាំងបេះដូងអញ្ចឹងអានេះគឺជាអាហារទាំង3ប្រភេទដែលអ្នកនរគ្នាគួរតែយកចិត្តទុកដាក់នៅពេលព្រឹកបាទអរគុណសម្រាប់អត្ថបទថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយអត្ថបទនេះខ្ញុំគឺដកស្រង់ចេញពី Healthy Cambodia ជួបគ្នានៅអត្ថបទសុខភាពបន្តទៀតប្រិយមិត្តទាំងអស់គ្នាស្វាគមន៍កាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយករបបអាហារទាំង3ពេលដែលជាវិធីមួយជួយឲ្យយើងបានគេងលក់ស្រួលឬក៏អាចឲ្យដំណេកយើងបានល្អជាងមុនអូខេអញ្ចឹងខ្ញុំជឿថាអ្នកនរគ្នាធ្លាប់ដឹងរួចមកហើយតាក់ទងទៅនឹងកន្លឹះខ្លះដែលជួយឲ្យយើងនឹងគេងលក់ស្រួលដូចជាយើងអាចកំណត់ម៉ោងចូលគេងបិទឧបករណ៍អេឡិចត្រូនិកដូចជាទូរស័ព្ទកុំព្យូទ័រមុនចូលគេងហើយយើងនឹងព្យាយាមសម្រាកឲ្យបាន7 ទៅ 8 ម៉ោងឬក៏9 ម៉ោងក្នុងមួយយប់នេះគឺជាអ្វីដែលយើងអាចថាដឹងទូទៅប៉ុន្តែទន្ទឹមនេះដែររបបអាហារក៏វាសំខាន់ដែរអ្នកនរគ្នានៅពេលអ្នកគ្នាគេងអត់សូវលក់ឬក៏មានបញ្ហាដំណេកវាក៏អាចមកពីអាហារដែលយើងញ៉ាំផងដែរអញ្ចឹងចំពោះពេលព្រឹកតាមរយៈការសិក្សាជ្រាវរបស់គ្រូពេទ្យជំនាញបានណែនាំថាស៊ុតជាអាហារពេលព្រឹកដ៏ល្អបំផុតព្រោះវាជាប្រភពប្រូតេអ៊ីនយើងអាចញ៉ាំស៊ុតអមជាមួយនឹងផ្លែឈើនិងគ្រាប់ល្ពៅការចាប់ផ្ដើមពេលព្រឹកជាមួយអាហារដែលមានតុល្យភាពនឹងជួយឲ្យថាមពលរបស់យើងស្ថិតស្ថេរនិងខួរក្បាលផ្ដោតទៅលើកិច្ចការអ្វីមួយបានល្អក្រៅពីស៊ុតនៅពេលព្រឹកយើងអាចញ៉ាំដូចជាផ្លែបឺរព្រោះវាសម្បូរទៅដោយខ្លាញ់ល្អនិងម៉ាញ៉េស្យូមជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាពមួយវិញទៀតយើងក៏អាចធ្វើការញ៉ាំគ្រាប់អាល់ម៉ុនឬគ្រាប់ពៅដែលជាប្រភពម៉ាញ៉េស្យូមល្អសម្រាប់ការបន្ថយភាពតានតឹងនិងជំរុញដល់ការផលិតមេឡាតូនីនហើយទឹកដោះគោជូរក៏ជាអាហារបំប៉នពោះវៀនដែលជួយពង្រឹងទំនាក់ទំនងរវាងពោះវៀននិងខួរក្បាលអញ្ចឹងនេះគឺជាអាហារនៅពេលព្រឹកដែលអ្នកទាំងអស់គ្នាគួរតែទម្លាប់ញ៉ាំចំពោះនៅពេលថ្ងៃត្រង់វិញវិជ្ជបណ្ឌិតក៏គាត់បានណែនាំផងដែរថាយើងត្រូវជ្រើសរើសអាហារដែលមានសមត្ថភាពជួយចិញ្ចឹមខួរក្បាលរបស់យើងនិងកាត់បន្ថយការរលាកដូចជាត្រីដែលមានជាតិខ្លាញ់និងបន្លែស្រស់ៗយើងអាចញ៉ាំត្រីសាម៉ុង
ឬត្រីសាឌីនសម្បូរទៅដោយអូមេហ្គា3 ឬក៏យើងអាចហៅថាអូមេហ្គា3 និងវីតាមីន D ដែលវាជួយឲ្យយើងគេងលក់ស្រួលហើយសណ្តែកដីផ្ដល់ជាតិសរសៃវីតាមីន D និងម៉ាញ៉េស្យូមជួយឲ្យដំណេកមានគុណភាពល្អប្រសើរហើយផ្លែប៉េងប៉ោះមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសរសៃឈាមបេះដូងនិងជំរុញរយៈពេលយើងគេងអញ្ចឹងនេះគឺជាអាហារដែលយើងគួរតែញ៉ាំនៅពេលថ្ងៃអញ្ចឹងចំពោះពេលល្ងាចវិញអញ្ចឹងអាហារពេលល្ងាចគឺក៏សំខាន់ផងដែរដើម្បីឲ្យដំណេករបស់អ្នកនរគ្នាគេងលក់បានល្អហើយស្រួលអញ្ចឹងអាហារដែលគួរញ៉ាំនៅពេលល្ងាចគឺយើងគួរញ៉ាំអាហារដែលមានប្រូតេអ៊ីនដូចជាយើងអាចញ៉ាំអាហារទាំងអស់ហ្នឹងជាមួយនឹងប៉េងប៉ោះហើយយើងអាចមានជាស៊ុបក្តៅៗបន្ទាប់មកយើងអាចធ្វើការញ៉ាំផ្លែគីវីឬក៏ផ្លែឈើទុំផ្សេងៗអាហារដែលជួយរាងកាយនិងធ្វើឲ្យយើងគេងលក់ស្រួលយើងអាចញ៉ាំមួយទៀតផងដែរគឺប្រភេទស្លឹកបៃតងចាស់យើងអាចហៅថា Spinach Swiss chard ឬក៏យើងអាចមើលបន្លែណាដែលមានពណ៌បៃតងចាស់អញ្ចឹងអាហ្នឹងក៏វាជាប្រភេទបន្លែដែលជួយឲ្យយើងគេងលក់ស្រួលផងដែរព្រោះបន្លែទាំងអស់ហ្នឹងវាមានម៉ាញ៉េស្យូមនិងជាតិដែកហើយយើងក៏អាចធ្វើការញ៉ាំគ្រាប់ធញ្ញជាតិដែលវាជួយស្រូបយកទីប៉ូផានដើម្បីផលិតនៅសេរ៉ូតូនីនយើងក៏អាចធ្វើការញ៉ាំផ្លែស្ទ្រូប៊េរីនិងផ្លែគីវីដែលវាជាសារធាតុមួយប្រឆាំងនឹងអុកស៊ីតកម្មហើយយើងក៏អាចធ្វើការញ៉ាំទឹកដោះគោផងដែរអ្នកនាងនៅពេលល្ងាចដើម្បីជួយឲ្យស្មារតីយើងបានល្អអូខេអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាយកអត្ថបទនេះជាចំណេះដឹងមួយដើម្បីឲ្យសុខភាពយើងបានល្អក៏ដូចជាដំណេកយើងល្អជាងមុនអរគុណបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារចំនួន4នៅពេលដែលអ្នកនរគ្នាញ៉ាំនៅពេលព្រឹកឬក៏ផ្សារនៅពេលព្រឹកវាអាចល្អសម្រាប់ថ្លើមរបស់យើងអញ្ចឹងដូចអ្នកនរគ្នាដឹងហើយថ្លើមគឺជាសរីរាង្គសំខាន់មួយក្នុងរាងកាយដែលវាមានតួនាទីច្រើនក្នុងការសំយោគប្រូតេអ៊ីនបំលែងសារធាតុចិញ្ចឹមនិងការបន្សាបជាតិពុលចេញពីរាងកាយតែថ្លើមក៏ងាយនឹងរងគ្រោះប៉ះពាល់ផងដែរប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងវាហើយក៏វាមានវាជាច្រើនដែរដែលយើងអាចធ្វើបានអញ្ចឹងចាប់ផ្ដើមពីការរៀបចំរបបអាហារជាពិសេសអាហារពេលព្រឹកមិនត្រឹមតែផ្ដល់ថាមពលឲ្យរាងកាយនោះទេថែមទាំងជួយឲ្យថ្លើមធ្វើការបានកាន់តែប្រសើរអញ្ចឹងយោងតាម Punu Today អ្នកអាចជ្រើសរើសយកអាហារទាំង4នេះដើម្បីឲ្យថ្លើមយើងកាន់តែរឹងមាំកាន់តែល្អអញ្ចឹងចំពោះអាហារទី1គឺយើងគួរតែញ៉ាំអាហារទាំងឡាយណាដែលសម្បូរដោយប្រូតេអ៊ីនដោយសារតែប្រូតេអ៊ីនជាសារធាតុចិញ្ចឹមសំខាន់សម្រាប់រាងកាយនិងសម្រាប់ថ្លើមវាជួយក្នុងដំណើរការជួសជុលកោសិកាថ្លើមនិងជួយបង្កើនកោសិកាថ្មីឡើងវិញប្រសិនបើរាងកាយខ្វះប្រូតេអ៊ីនថ្លើមនឹងធ្វើការមិនប្រក្រតីហើយប្រព័ន្ធភាពស៊ាំនឹងខ្សោយបង្កើនហានិភ័យនៃការឆ្លងរោគហើយអាហារដែលសម្បូរដោយប្រូតេអ៊ីនវាមានដូចជាស៊ុតទឹកដោះគោស្រស់ឬទឹកសណ្តែកមិនផ្អែមស័ក្តិសមបំផុតសម្រាប់ធ្វើជាអាហារពេលព្រឹកប្រូតេអ៊ីនទាំងនេះងាយរំលាយនិងមានគុណភាពល្អដែលជួយធ្វើឲ្យថ្លើមមានកម្លាំងក្នុងការដំណើរការប្រកបដោយប្រសិទ្ធភាពអញ្ចឹងចំពោះអាហារទី2គឺអាហារទាំងឡាយណាដែលសម្បូរដោយជាតិសរសៃអញ្ចឹងជាតិសរសៃជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អនិងជួយបន្សាបជាតិពុលចេញពីរាងកាយនៅពេលដែលពោះវៀនធ្វើការបានល្អជាតិពុលនឹងត្រូវបញ្ចេញចេញយ៉ាងមានប្រសិទ្ធភាពបណ្ដាលឲ្យថ្លើមមិនត្រូវធ្វើការខ្លាំងពេកអាហារដែលសម្បូរទៅដោយជាតិសរសៃមានដូចជាពោតដំឡូងផ្អែមបន្លែដែលមានស្លឹកបៃតងជាតិសរសៃមិនត្រឹមតែជួយថ្លើមប៉ុណ្ណោះទេថែមទាំងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរគ្រប់គ្រងការទទួលទានអាហារនិងជួយសម្រកទម្ងន់បានផងដែរអញ្ចឹងចំពោះអាហារទី4គឺអាហារសម្បូរដោយវីតាមីនអញ្ចឹងថ្លើមត្រូវការវីតាមីនជាច្រើនដើម្បីគ្រប់គ្រងមុខងាររបស់វា
វីតាមីន A ជួយថែរក្សាកោសិកាថ្លើមនិងជួយកោសិកាថ្លើមឲ្យកើតឡើងវិញខណៈដែលវីតាមីន C ជួយប្រឆាំងអុកស៊ីតកម្មនិងបង្កើតភាពស៊ាំអាហារដែលសម្បូរដោយវីតាមីន A ភាគច្រើនមាននៅក្នុងការ៉ុតល្ពៅនិងស៊ុតលឿងចំណែកវីតាមីន C អាហាររកបានពីផ្លែឈើនិងបន្លែដូចជាប្រូកូលីម្ទេសប្លោកខាត់ណាផ្លែប៉ោមក្រូចឆ្មាឬក្រូចថ្លុងជាដើមការទទួលទានអាហារទាំងនេះជាប្រចាំនឹងជួយឲ្យថ្លើមមានសុខភាពល្អធន់នឹងជាតិពុលបានល្អជាងមុនអញ្ចឹងចំពោះអាហារទី4ម្សៅដែលមានសុខភាពល្អអញ្ចឹងម្សៅយើងដឹងថាម្សៅវាមានច្រើនម្សៅជាប្រភពថាមពលសំខាន់សម្រាប់រាងកាយនិងសម្រាប់ថ្លើមក្នុងការផ្ទុក glycogen ប៉ុន្តែម្សៅទាំងអស់នោះមិនសុទ្ធតែមានប្រយោជន៍ទាំងអស់ទេអ្នកគួរតែជៀសវាងអាហារចៀនឬអាហារដែលមានខ្លាញ់ច្រើននៅពេលព្រឹកព្រោះវាធ្វើឲ្យថ្លើមពិបាកធ្វើការជំនួសមកវិញអ្នកគួរតែជ្រើសរើសម្សៅដែលសម្បូរដោយសុខភាពមានថាធ្វើឲ្យសុខភាពល្អវាមានដូចជាដំឡូងផ្អែមឆ្អិននំប៉័ងស្រូវសាលីឬអូតាមីលអាហារទាំងនេះផ្ដល់ថាមពលបានយូរមិនបង្កើនជាតិខ្លាញ់និងជួយឲ្យថ្លើមធ្វើការបានប្រសើរអញ្ចឹងនេះគឺជាអត្ថបទមួយសំខាន់សម្រាប់អ្នកនរគ្នាហើយខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកនរគ្នាឲ្យគ្រប់គ្រងរបបអាហារបានល្អហើយឲ្យថ្លើមយើងកាន់តែរឹងមាំអូខេអរគុណអ្នកនរគ្នាអរគុណសម្រាប់ការស្ដាប់អត្ថបទនេះជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាទជម្រាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារចំនួន3នៅពេលអ្នកគ្នាញ៉ាំទៅវាអាចធ្វើឲ្យតម្រង់នោមរបស់យើងខូចឬក៏មានបញ្ហាអញ្ចឹងចំពោះអាហារយើងដឹងហើយថាសប្តាហ៍ថ្ងៃជំងឺខ្សោយតម្រង់នោមកាន់តែកើនឡើងខ្ពស់ដោយសារតែយើងខ្វះទម្លាប់ទៅជាផឹកទឹកច្រើនខ្វះលំហាត់ប្រាណនិងគេងមិនបានគ្រប់គ្រាន់ដែលបញ្ហាទាំងអស់នេះហើយវាធ្វើឲ្យសុខភាពតម្រង់នោមរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅអញ្ចឹងបើសិនបើយើងអត់បានហាត់ប្រាណឬក៏យើងអត់បានញ៉ាំទឹកគ្រប់គ្រាន់ឬក៏យើងចូលចិត្តញ៉ាំអាហារណាដែលធ្វើឲ្យតម្រង់នោមយើងអត់ល្អអញ្ចឹងរយៈពេលខ្លីវាមិនទាន់ឃើញទេប៉ុន្តែពេលដែលយើងញ៉ាំវារហូតដល់5ឆ្នាំ6ឆ្នាំឬក៏លើសពីហ្នឹងទៅវាអាចធ្វើឲ្យតម្រង់នោមយើងកាន់តែធ្ងន់ធ្ងរឡើងអញ្ចឹងអាហារដែលអ្នកនរគ្នាគួរមិនគួរទេគឺអាហារដែលធ្វើឲ្យសុខភាពតម្រង់នោមយើងមានបញ្ហាឬក៏ធ្ងន់ធ្ងរអញ្ចឹងទី1គឺអាហារទាំងឡាយណាដែលសម្បូរជាតិប្រៃអញ្ចឹងអាហារសម្បូរជាតិប្រៃឬក៏សម្បូរដោយសូដ្យូមអាហារទាំងអស់ហ្នឹងវាច្រើនជាឃាតករលាក់កំបាំងធ្វើឲ្យខូចតម្រង់នោមហើយពេលវាខូចទៅវាអាចធ្វើឲ្យយើងខូចអត់ដឹងខ្លួនអ្នកនរគ្នាអញ្ចឹងបើសិនបើអ្នកនរគ្នាគិតថាអ្នកនរគ្នានៅក្មេងមានសុខភាពល្អចង់ហូបនេះហូបនោះអូខេអញ្ចឹងរយៈពេលខ្លីគឺអត់មានបញ្ហាទេប៉ុន្តែនៅពេលអ្នកនរគ្នាកាន់តែចាស់ទៅវាអាចមានបញ្ហាអញ្ចឹងអាហារប្រៃដែលអ្នកទាំងអស់គ្នាចិត្តញ៉ាំហ្នឹងភាគច្រើនខ្ញុំអាចគិតថាអាចជាសាច់ក្រកត្រីខអាហារផ្អាប់ប្រៃឬមីកញ្ចប់ជាដើមដោយសារតែពួកវាមានជាតិសូដ្យូមខ្ពស់ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកច្រើនបង្កើនសម្ពាធឈាមដូចជាមូលហេតុធ្វើឲ្យតម្រង់នោមនិងខូចខាតសរសៃឈាមតូចៗរបស់តម្រង់នោមផងដែរអញ្ចឹងនេះគឺជាអាហារទី1អញ្ចឹងអាហារទី2អ្នកចូលចិត្តញ៉ាំភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ឬកម្រិតជាតិស្ករអញ្ចឹងចំពោះបញ្ហាមួយនេះដែលវាតែងតែវាបញ្ហាសុខភាពនៅក្នុងនោមជាពិសេសអ្នកនៅក្មេងៗនោះគឺភេសជ្ជៈដែលមានជាតិស្ករខ្ពស់ចំពោះភេសជ្ជៈដែលមានជាតិស្ករខ្ពស់ក៏ធ្វើឲ្យមានជំងឺមហារីកតម្រង់នោមឬខូចតម្រង់នោមបានលឿនទាំងវ័យក្មេងដែលអត់ដឹងខ្លួនផងដែរព្រោះភេសជ្ជៈមានជាតិស្ករច្រើនដូចជាភេសជ្ជៈលើទីផ្សារមានដូចជាទឹកក្រូចកាហ្វេមានជាតិស្ករច្រើននំខេកនិងបង្អែមសម្បូរជាតិស្ករលើសកម្រិតពេលរាងកាយអ្នកលើសជាតិស្ករជ្រុលវាជួយបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមក៏ជាមូលហេតុចម្បងមួយបំផ្លាញតម្រង់នោមរបស់យើងទាំងនៅវ័យក្មេងផងដែរអញ្ចឹងនេះគឺជាអាហារទី2អញ្ចឹងអាហារចុងក្រោយអាចជាភេសជ្ជៈនៃភេសជ្ជៈនេះគឺស្រាបៀរអញ្ចឹងសប្តាហ៍ថ្ងៃមានយុវជនមួយចំនួនចូលចិត្តផឹកស្រាជាច្រើនដែលអត់ដឹងថាផឹកដាច់ឆាប់ខូចតម្រង់នោមទាំងវ័យក្មេងនោះទេតាមវិជ្ជបណ្ឌិតម្នាក់បានលើកឡើងថាមានអ្នកជំងឺលាងឈាមប្រហែលជា 90% ទាំងប្រុសទាំងស្រីព្រោះតែចូលចិត្តផឹកស្រាបៀរច្រើនស្រាបៀរកំប៉ុង
នឹងជក់បារីអស់ជាច្រើនឆ្នាំពេលផឹកខ្លាំងពេកដល់វ័យរាងកាយចុះខ្សោយផលជំងឺក៏ហុចឲ្យមានដូចជាកាពះថ្លើមពោះវៀនតម្រងនោមកលៀនក៏ចាប់ផ្ដើមខូចខ្លាំងទៅអញ្ចឹងកុំរវល់តែផឹកស្រាខ្លាំងពេកឆ្លៀតហាត់ប្រាណខ្លះផងដើម្បីបើសុខភាពតម្រងនោមឲ្យមានសុខភាពល្អអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺជាគំនិតមួយសម្រាប់អ្នកនរគ្នាដើម្បីការពារជំងឺតម្រងនោមរបស់យើងដោយយើងអត់គួរញ៉ាំអាហារទាំង3នេះដែលខ្ញុំបានបកស្រាយខាងលើនេះទេបាទអរគុណជួបគ្នានៅអត្ថបទសុខភាពបន្តទៀតជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃហ្នឹងខ្ញុំលើកយកអាហារពេលព្រឹកមួយចំនួននៅពេលដែលអ្នកញ៉ាំទៅវាអាចជួយកាត់បន្ថយជំងឺមហារីករបស់យើងបានអញ្ចឹងសម្រាប់អាហារពេលព្រឹកទី1ចូលអ្នកនរគ្នាញ៉ាំបន្លែឬក៏ភេទរុក្ខជាតិបន្លែឬក៏ភេទរុក្ខជាតិទាំងហ្នឹងវាអាចជួយការពារជំងឺមហារីកយើងបានអញ្ចឹងអាហារពេលព្រឹកវាមានជីវជាតិជួយផ្ដល់ឲ្យរាងកាយរបស់យើងនៅសារធាតុប្រឆាំងអុកស៊ីតកម្មវាមានជាតិសរសៃនិងវីតាមីនសំខាន់ហើយវាជួយការពារកោសិកាពីការខូចខាតដែលអាចកើតមានឡើងអញ្ចឹងអ្នកគួរតែហូបអាហារពេលព្រឹកជាមួយនឹងផ្លែបឺរផ្លែប៉ោមឬក៏ផ្លែចេកហើយខ្ញុំគិតថាប្រភេទផ្លែឈើទាំងអស់ហ្នឹងវាមានតម្លៃសមរម្យហើយងាយស្រួលរកទេនៅក្នុងកន្លែងអ្នកនរគ្នារស់នៅហើយអ្នកគួរតែញ៉ាំប្រភេទគ្រាប់ធញ្ញជាតិផងដែរអាហារពេលព្រឹកនេះវាសម្បូរដោយជាតិសរសៃមិនត្រឹមតែជួយដល់មីក្រូជីវសាស្ត្រពោះវៀនឲ្យមានសុខភាពល្អនោះទេថែមទាំងមានទូនាទីពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំនិងការពារជំងឺមហារីកផងដែរអញ្ចឹងចំពោះផ្លែឈើទី2ដែលអ្នកនរគ្នាគួរញ៉ាំនៅពេលព្រឹកផងដែរគឺផ្លែទទឹមយោងតាមគេហទំព័រសុខភាព health.com បានដឹងថាផ្លែទទឹមមានទូនាទីការពារឬព្យាបាលជំងឺមហារីកផ្សេងៗដូចជាប្រពេញប្រូស្តាតសដំសួតពោះវៀនធំនិងជំងឺមហារីកឈាមលើសពីនេះទៅទៀតផ្លែទទឹមមានជាតិសរសៃច្រើននិងសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយការរលាកដែលអាចធ្វើឲ្យប្រសើរឡើងនៅសុខភាពកាពះពោះវៀនយើងផងដែរអញ្ចឹងចំពោះប្រភេទអាហារដែលយើងគួរញ៉ាំមួយទៀតនៅពេលព្រឹកគឺទឹកដូងខ្ចីមួយផ្លែការញ៉ាំទឹកដូងខ្ចីមួយផ្លែជួយការពារតម្រងនោមនិងមហារីកព្រោះវាមានសារធាតុចិញ្ចឹមជាច្រើនដូចជាB3, B7, B2 អូខេអាស៊ីតហ្វូលិកកាល់ស្យូមម៉ាញ៉េស្យូមជាតិណៃអញ្ចឹងអាហ្នឹងគឺសឹកតែជាសារធាតុល្អសារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកដូងហើយអ្វីដែលកាន់ពិសេសទៅទៀតនោះគឺវាមានផ្ទុកទៅដោយអរម៉ូនអ៊ីដ្រូសែនដ៏សម្បូរបែបសូម្បីតែអ្នកជំនាញផ្នែកសុខភាពដែលមានបទពិសោធន៍ជាច្រើនឆ្នាំគឺលោកចាន់ឌិត Chris Allides បាននិយាយថាការផឹកទឹកដូងចន្លោះ3 ទៅ 5 ដងក្នុងមួយអាទិត្យអាចជួយបង្ការកុំឲ្យអ្នកលើសឈាមកាត់បន្ថយហានិភ័យការការបេះដូងនិងជំងឺមហារីកបាទអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្ណឹងទេជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាទជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍កាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារដែលជួយពៅដល់មេជីវិតឈ្មោះរបស់យើងឲ្យបានល្អតាមលោកវិជ្ជបណ្ឌិតតាំងដូចអានដែលមកពីវិជ្ជមណ្ឌលគ្រប់គ្រងកម្មវិធីពូជនៅមន្ទីរពេទ្យទូទៅនៅទីក្រុងហាណូយក៏បានបញ្ជាក់ថាមេជីវិតឈ្មោះជាការសិក្សាបន្តពូជបរិសុទ្ធជាកត្តាសំខាន់មួយក្នុងចំណោមកត្តាដែលកំណត់ភាពជោគជ័យនៃការមានកូនដោយធម្មជាតិកង្វះសារធាតុចិញ្ចឹមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពមេជីវិតឈ្មោះរបស់យើងមានដោយសារដែលវាអាចកាត់បន្ថយចំនួនមេជីវិតឈ្មោះនិងបង្កើនអត្រាមេជីវិតឈ្មោលមិនប្រក្រតីថែមទៀតផងរបបអាហារដែលមានតុល្យភាពជួយរក្សាមេជីវិតឈ្មោលឲ្យមានសុខភាពល្អឆាប់មានកូនបានលឿនអញ្ចឹងគាត់ក៏បានលើកឡើងអាហារចំនួន3ដែលវាបង្កើនដល់កម្លាំងមេជីវិតឈ្មោលរបស់យើងអញ្ចឹងចំពោះអាហារទី1គឺអាហារដែលសម្បូរទៅដោយស័ង្កសីសារធាតុស័ង្កសីគ្រប់គ្រាន់ជាមូលហេតុគ្រឹះដ៏សំខាន់មួយក្នុងការបង្កើតមេជីវិតឈ្មោលនិងវាអាចធ្វើឲ្យយើងមានកូនឡើងវិញបានការសិក្សាបានបង្ហាញឲ្យឃើញថាកង្វះស័ង្កសីឬកម្រិតស័ង្កសីទាបត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃអរម៉ូន
គុណភាពមេជីវិតឈ្មោលមិនល្អហើយមានហានិភ័យហើយព្រមទាំងហានិភ័យដោយវាអាចធ្វើឲ្យបុរសយើងអត់មានកូនបានផងដែរអញ្ចឹងអាហារសម្បូរទៅដោយសង្កសីរួមមាន oyster សាច់ក្រហមសាច់បក្សីដូចជាខ្យងមានក្តាមមានបង្កងគ្រាប់ធញ្ញជាតិពីស្បែកនិងទឹកដោះគោអាហារទាំងនេះមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការបង្កើនគុណភាពនៃជីវិតឈ្មោលរបស់យើងឡើងវិញអញ្ចឹងនេះគឺជាអាហារទី1អញ្ចឹងចំពោះអាហារទី2គឺអាហារទាំងឡាយណាដែលសម្បូរទៅដោយសារធាតុ folate អញ្ចឹង folate វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចំនួនមេជីវិតឈ្មោលឡង់ស្តេនិងការបំបែក DNA យោងតាមរបាយការណ៍មួយពីសមាគមវិទ្យាសាស្ត្រការបន្តពូជសហរដ្ឋអាមេរិកបុរសដែលមានកម្រិត folate ទាបអាចមានអត្រាកើនឡើងនៃការបំបែក DNA មេជីវិតឈ្មោលនិងដង់ស៊ីតេនិងចំនួនមេជីវិតឈ្មោលក្នុងទឹកកាមយើងថយចុះលឿនអញ្ចឹងបុរសគួរហូបអាហារសម្បូរទៅដោយសារធាតុ folate ឲ្យបានច្រើនដោយសារធាតុហ្នឹងវាអាចមាននៅក្នុងបន្លែបៃតងដូចជាស្ពៃខ្មៅសាឡាត់ស្ពៃក្តោបផ្លែប៉ោមទឹកផ្លែឈើស្រស់និងគ្រាប់ធញ្ញជាតិទាំងមូលជាដើមអញ្ចឹងចំពោះអាហារទី3គឺអាហារទាំងឡាយណាដែលសម្បូរដោយវីតាមីន B12 សម្រាប់វីតាមីន B12 ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពនៃជីវិតឈ្មោលរបស់បុរសការសិក្សាបានបង្ហាញឲ្យឃើញថាវីតាមីន B12 ធ្វើឲ្យប្រសើរឡើងនៅចលនាមេជីវិតឈ្មោលឲ្យរស់ឡើងវិញហើយបង្កើនចំនួនមេជីវិតឈ្មោលនិងកាត់បន្ថយការខូចខាត DNA របស់មេជីវិតឈ្មោលបានយ៉ាងល្អដើម្បីទទួលបានវីតាមីន B12 គ្រប់គ្រាន់បុរសគួរតែហូបអាហារដែលសម្បូរទៅដោយអាហារដែលសម្បូរប្រភេទវីតាមីន B12 ហ្នឹងវាមានដូចជាត្រីសាច់គោសាច់ចៀមសាច់មាន់អាហារសមុទ្រដូចជាត្រីសាម៉ុងត្រីទូណាជាពិសេសគឺថ្លើមរបស់វាហើយក៏អាចញ៉ាំនៅផលិតផលទឹកដោះគោនិងស៊ុតនិងធម្មជាតិជាដើមអញ្ចឹងនេះគឺជាអាហារទាំង3ដែលអាចជួយយើងបានជាពិសេសសម្រាប់បុរសដែលគាត់មានកំសោយទៅលើមេជីវិតបាទអរគុណអ្នកនរអគ្នាអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជាអត្ថបទនេះផងដែរខ្ញុំដកត្រង់ពី Healthy Cambodia បាទជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយកអាហារទាំង6ដែលអាហារទាំងអស់ហ្នឹងជួយការពារដង្នោមរបស់យើងអញ្ចឹងតកតងទៅនឹងតម្រងរោមអ្នកទាំងអស់គ្នាពិតជាដឹងហើយថាតម្រងនោមជាសរីរាង្គមួយដែលមានតួនាទីក្នុងការច្រោះកាកសំណល់ជួយរក្សាលំនឹងសម្ពាធឈាមរក្សាជាតិទឹកក្នុងរាងកាយនិងផលិតទឹកនោមបញ្ចេញជាតិពុលឲ្យយើងមានសុខភាពល្អផងដែរអញ្ចឹងពេលដែលតម្រងនោមខូចអ្នកនឹងចំណាយលុយច្រើននិងរស់នៅវេទនាទាំងឈឺចាប់អញ្ចឹងដើម្បីឲ្យសុខភាពតម្រងនោមយើងបានល្អយើងគួរតែពិចារណាទៅលើអាហារទាំង6អញ្ចឹងអាហារទាំង6ដែលខ្ញុំនឹងបកស្រាយហ្នឹងគឺអាហារទាំងអស់ហ្នឹងគឺពិតជាជួយតម្រង់នោមរបស់អ្នកឲ្យបានល្អអញ្ចឹងចំពោះតម្រង់នោមរបស់អ្នកអាហារទី1គឺម្ទេសផ្លោកក្រហមអញ្ចឹងនៅពេលដែលយើងចូលចិត្តញ៉ាំម្ទេសផ្លោកក្រហមវាពិតជាល្អណាស់ដល់សុខភាពតម្រង់នោមរបស់យើងព្រោះវាមានជាតិប៉ូតាស្យូមទាបនិងសម្បូរទៅដោយជាតិវីតាមីន C B6 និងវីតាមីន A ដែលល្អខ្លាំងសម្រាប់តម្រង់នោមរបស់យើងអញ្ចឹងចំពោះអាហារទី2ខ្ទឹមសនិងខ្ទឹមបារាំងអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តញ៉ាំខ្ទឹមសនិងខ្ទឹមបារាំងជួយតម្រង់នោមរបស់អ្នកបញ្ចេញជាតិពុលបានល្អហើយវាជាជម្រើសដ៏ល្អជួយផ្ដល់រសជាតិអាហារឆ្ងាញ់លាយជាមួយនឹងបន្លែផ្សេងទៀតនិងជួយប្រឆាំងការរលាកតម្រង់នោមផងដែរអញ្ចឹងចំពោះទី3វាពិតជាងាយស្រួលក្នុងការញ៉ាំគឺត្រីអញ្ចឹងការញ៉ាំត្រីសម្បូរដោយជាតិខ្លាញ់ដូចជាត្រីសាម៉ុនជាដើមវាសម្បូរទៅដោយអាស៊ីតខ្លាញ់ Omega 3ជួយកាត់បន្ថយការរលាកនិងការពារជំងឺតម្រង់នោមចេញពីការលាងឈាមទាំងវ័យក្មេងផងដែរអញ្ចឹងចំពោះអាហារទី4គឺស៊ុតអញ្ចឹងការញ៉ាំស៊ុតមួយថ្ងៃ2ឬ3គ្រាប់ជាជម្រើសល្អសម្រាប់អ្នកមានជំងឺតម្រង់នោមសម្រាប់អ្នកជំងឺតម្រង់នោមកំពុងតែព្យាបាលដោយលាងឈាមស៊ុតពណ៌សជាប្រភពប្រូតេអ៊ីនដ៏ល្អនិងមានផូស្វ័រតិចផងដែរអាហារទី5គឺបន្លែទាំងឡាយណាដែលសម្បូរដោយ
ជាតិបៃតងឬក៏ស្លឹកបៃតងអញ្ចឹងការហូបបន្លែស្លឹកបៃតងពិតជាជួយតម្រង់នោមបានល្អព្រោះវាមានសារធាតុ folate វីតាមីន C វីតាមីន K ជាតិសរសៃនិងសារធាតុដែលមានប្រសិទ្ធភាពខ្ពស់ជួយកាត់បន្ថយសម្ពាធឈាមគ្រប់គ្រងជាតិស្ករក្នុងឈាមបន្សាបជាតិពុលនិងថែតម្រង់នោមឲ្យមានសុខភាពល្អថែមទៀតអញ្ចឹងយើងទៅមើលផ្លែឈើទី5ឬក៏អាហារទី5គឺផ្លែប៉ោមអញ្ចឹងយើងគួរតែញ៉ាំផ្លែប៉ោមឲ្យបានច្រើនដោយសារតែផ្លែប៉ោមមានប៉ូតាស្យូមផូស្វ័រនិងសូដ្យូមទាបធ្វើឲ្យវាក្លាយជាជម្រើសល្អសម្រាប់របបអាហារក្នុងការការពារតម្រង់នោមវាមានសមត្ថភាពក្នុងការបរិភោគសម្រាប់អ្នកជំងឺតម្រង់នោមនិងការព្យាបាលឲ្យប្រសើរឡើងដូចជាជំងឺតម្រង់នោមរ៉ាំរ៉ៃការប្តូរសរីរាង្គការលាងឈាមនិងគ្រោះក្នុងតម្រង់នោមជាដើមអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺជាផ្នែកមួយក្នុងការជួយសុខភាពរបស់អ្នកជាពិសេសការពារតម្រង់នោមរបស់អ្នកឲ្យមានសុខភាពល្អអូខេអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅអត្ថបទបន្ទាប់បាយបាយបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតជាងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយកផ្លែឈើចំនួន3ប្រភេទដែលជួយការពារថ្លើមនិងតម្រង់នោមរបស់អ្នកអញ្ចឹងសម្រាប់យើងដឹងហើយថាតកតងទៅនឹងសុខភាពតម្រង់នោមហេតុអីបានសំខាន់ពីព្រោះថាតម្រង់នោមវាជួយគ្រប់គ្រងលើបរិមាណសារធាតុរាវតុល្យភាពអេឡិចត្រូលីតនិងមានមុខងារក្នុងការច្រោះកាកសំណល់ចេញពីឈាមផងដែរហើយថ្លើមមានមុខងារជួយបន្សាបជាតិពុលការសំយោគប្រូតេអ៊ីននិងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារអញ្ចឹងដើម្បីឲ្យសុខភាពតម្រង់នោមនិងថ្លើមរបស់យើងឲ្យមានសុខភាពល្អអញ្ចឹងមានផ្លែឈើចំនួន3ដែលអ្នកទាំងគ្នាគួរតែញ៉ាំអញ្ចឹងទី1គឺផ្លែក្រូចអ្នកហូបផ្លែក្រូចច្រើនជួយឲ្យថ្លើមនិងតម្រង់នោមរបស់យើងបានល្អយោងតាមគេហទំព័រ Times of India បានបញ្ជាក់ថាជាតិអាស៊ីតក្រូចឆ្មាជួយការពារគ្រោះក្នុងតម្រង់នោមបង្កើនការនោមញឹកញាប់និងបណ្ដេញជាតិពុលចេញពីរាងកាយផងដែរហើយក្រូចឆ្មាក៏សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលវាជួយជំរុញការបន្សាបជាតិពុលនៅក្នុងថ្លើមបានយ៉ាងល្អបើអ្នកណាមានបញ្ហាសុខភាពដូចជាឈឺក្រពះនិងមានបញ្ហាតម្រង់នោមហើយនោះសូមកុំហូបផ្លែក្រូចអីអញ្ចឹងបើសិនបើយើងមានបញ្ហាក្រពះយើងកុំញ៉ាំផ្លែក្រូចប៉ុន្តែបើសិនបើយើងចង់ឲ្យយើងមានបញ្ហាក្រពះទេហើយយើងចង់ឲ្យថ្លើមនិងតម្រង់នោមយើងបានល្អយើងគួរតែញ៉ាំផ្លែក្រូចអញ្ចឹងចំពោះផ្លែឈើទី2គឺផ្លែម្នាស់ហូបផ្លែម្នាស់ក៏ល្អដល់សុខភាពតម្រង់នោមនិងថ្លើមផងដែរព្រោះដោយសារតែផ្លែម្នាស់មានសារធាតុផូស្វ័រប៉ូតាស្យូមនិងសូដ្យូមទាបជាងផ្លែក្រូចបន្តិចតែផ្លែម្នាស់សម្បូរដោយជាតិសរសៃវីតាមីន A និងថែមទាំងមានសារធាតុប្រូមេលីនដែលជាអង់ស៊ីមដែលអាចជួយកាត់បន្ថយការរលាកនិងរំលាយគ្រោះក្នុងតម្រង់នោមផងដែរអញ្ចឹងបើសិនបើយើងហូបផ្លែម្នាស់វាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលនិងtriglycerides ក្នុងឈាមជាកត្តាចម្បងបង្កឲ្យថ្លើមសម្បូរជាតិខ្លាញ់កើនឡើងអញ្ចឹងចូលអ្នកញ៉ាំផ្លែម្នាស់ពេលហូបបាយរួចកុំឲ្យវាប៉ះពាល់ដល់សុខភាពក្រពះយើងអញ្ចឹងចំពោះផ្លែឈើទី2គឺផ្លែប៉ោមអញ្ចឹងអ្នកចូលចិត្តហូបផ្លែប៉ោមពិតជាផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាពតម្រង់នោមនិងថ្លើមដោយសារតែវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជាជាតិសរសៃ fiber វីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មហើយចំពោះផ្លែប៉ោមនេះផងដែរវាមានសារធាតុពេកទីនដែលដើម្បីបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរំលាយអាហារនិងគ្រប់គ្រងដល់មុខងារថ្លើមបានយ៉ាងល្អអ្នកហូបផ្លែប៉ោមរាល់ថ្ងៃវាពិតជាជួយកាត់បន្ថយជំងឺថ្លើមនិងខូចតម្រង់នោមបានល្អផងដែរអញ្ចឹងនេះគឺជាផ្លែឈើទាំង3ដែលនៅក្នុងប្រទេសកម្ពុជាយើងវាងាយស្រួលរកអញ្ចឹងសូមអ្នកទាំងអស់គ្នាអាចញ៉ាំផ្លែឈើទាំង3ហ្នឹងឲ្យបានច្រើនអញ្ចឹងអត្ថបទនេះផងដែរខ្ញុំដកស្រង់ចេញពី Hasi Cambodia អញ្ចឹងជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាទជំរាបសួរប្រិយមិត្តអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំលើកយកអាហារចំនួន5ដែលជាជំនួយក្នុងការការពារជំងឺមហារីកអញ្ចឹងអាហារទាំង5ហ្នឹងទី1គឺបន្លែស្ពៃក្តោបអញ្ចឹងបន្លែហ្នឹងពិតជាងាយស្រួលរកមែនទែននៅក្នុងប្រទេសកម្ពុជាយើងដោយសារស្ពៃក្តោបជាបន្លែដែលមានឥទ្ធិពលមួយក្នុងការកែប្រែហូរម៉ូនរបស់មនុស្សធ្វើឲ្យប្រព័ន្ធបន្សាបជាតិពុលចេញពីរាងកាយ
និងរារាំងការលូតលាស់នៃកោសិកាមហារីកព្រោះបន្លែស្ពៃក្តោបនេះមានគុណសម្បត្តិប្រឆាំងនឹងជំងឺមហារីកបានល្អជាងគេចំពោះអាហារទី2គឺសាឡាត់ជាផ្លែឈើមួយដែលសម្បូរដោយជាតិសរសៃក្នុងការជួយសម្របសម្រួលដល់ការបន្ទោបង់ជួយកាត់បន្ថយល្បឿនបំលែងអាហារដែលធ្វើឲ្យយើងឆាប់ឆ្អែតបានយូរដើម្បីសម្រកគីឡូបានផងដែរសម្រាប់បន្លែស្លឹកបៃតងនេះក៏សម្បូរទៅដោយវីតាមីនសំខាន់ៗរួមទាំងសារធាតុជាច្រើនដើម្បីការពារភ្នែកពីការខូចខាតដោយពន្លឺហើយបន្លែនេះក៏មានវីតាមីនជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពស្បែកនិងជួយការពារពីជំងឺមហារីកសួតផងដែរចំពោះបន្លែទី3គឺផ្លែទទឹមជាផ្លែឈើពិសេសមួយដែលមានផ្ទុកជាតិទឹកជាមួយនឹងរសជាតិផ្អែមនិងជូរអែមហើយវាមានសារធាតុដែលមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីកការពារបេះដូងនិងសុខភាពខួរក្បាលបានយ៉ាងល្អសម្រាប់ផ្លែឈើទី4ឬក៏បន្លែទី4គឺសណ្តែកជាអាហារជួយទ្រង់សុខភាពស្បូនថែមទាំងជួយការពារប្រព័ន្ធសម្លាប់មេរោគក្នុងរាងកាយហើយលើសពីនេះទៅទៀតក៏មានចំណែកកាត់បន្ថយការផ្សងនឹងជំងឺមហារីកស្បូននៅក្នុងសណ្តែកខ្មៅមានសារធាតុដែលមានសាម៉ាតលក្នុងថ្លើមជួយបណ្ដេញជាតិពុលដែលបង្កឲ្យកើតកោសិកាមហារីកបើទទួលទានសណ្តែកខ្មៅជាប្រចាំនឹងជួយការពារមហារីកថ្លើមបានយ៉ាងល្អបំផុតបាទអញ្ចឹងនេះគឺជាអាហារទាំង4ដែលខ្ញុំបានលើកយកមកនិយាយហើយអត្ថបទទាំងអស់នេះគឺខ្ញុំដកស្រង់ចេញពី Healthy Cambodiaបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារផ្លែឈើទាំង5ដែលជួយដុតបំផ្លាញជាតិខ្លាញ់របស់យើងអញ្ចឹងថាតើអាហារទាំងអស់ហ្នឹងវាមានអីខ្លះធម្មតាបើសិនបើយើងសម្បូរជាតិខ្លាញ់ជាពិសេសសម្រាប់អ្នកធាត់យើងគួរតែឧស្សាហ៍ញ៉ាំផ្លែឈើទាំង5មុខនេះអញ្ចឹងសម្រាប់ផ្លែឈើទី1គឺផ្លែអាឡឹកអញ្ចឹងផ្លែអាឡឹកវាមានផ្ទុកជាតិទឹកប្រហែលជា 90% ហើយវាជាផ្លែឈើមួយល្អសម្រាប់អ្នកដែលមានក្តីស្រមៃចង់បានរាងស្អាតក៏ដូចជាចង់សម្រកគីឡូជាដើមព្រោះថាផ្លែអាឡឹកដែលមានទម្ងន់ប្រហែលជា100ក្រាមហ្នឹងវាមិនត្រឹមតែមាន30កាឡូរីទេហើយវាជាប្រភពនៃអាមីណូអាស៊ីតដែលជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់បានរហ័សនិងជួយរក្សាជាតិទឹកក្នុងខ្លួនបានល្អអញ្ចឹងចំពោះផ្លែឈើទី2គឺផ្លែត្របែកអញ្ចឹងអ្នកដែលចូលចិត្តហូបផ្លែត្របែកជួយសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាពដោយសារវាមាននៅកាឡូរីទាបប៉ុន្តែវាមានជាតិសរសៃខ្ពស់ក្នុងការជួយឲ្យអារម្មណ៍របស់យើងឆ្អែតបានយូរហើយវាកាត់បន្ថយចំណង់អាហារនិងជួយដុតបំផ្លាញខ្លាញ់បានយ៉ាងលឿនជាងពេលធម្មតាការញ៉ាំផ្លែត្របែករាល់ថ្ងៃមិនត្រឹមតែជួយសម្រកគីឡូទេតែថែមទាំងជួយដល់ប្រព័ន្ធរំលាយអាហារយើងបានផងទៀតអញ្ចឹងសម្រាប់ផ្លែឈើទី3គឺផ្លែចេកអញ្ចឹងផ្លែចេកខ្ញុំគិតថាយើងងាយស្រួលមែនតើក្នុងការរកអញ្ចឹងផ្លែចេកមានសារធាតុចិញ្ចឹមជាច្រើនសម្រាប់អ្នកហាត់ប្រាណនិងអ្នកដែលចង់សម្រកគីឡូដោយសារតែផ្លែចេកវាធ្វើឲ្យយើងឆ្អែតបានយូរពេលដែលយើងញ៉ាំហើយវាផ្ទុកទៅដោយប៉ូតាស្យូមម៉ាញ៉េស្យូមសារធាតុប្រឆាំងអុកស៊ីតកម្មនិងមានជាតិសរសៃដើម្បីសម្រួលដល់ពោះវៀននិងកម្ចាត់ជាតិខ្លាញ់បានយ៉ាងល្អអញ្ចឹងផ្លែឈើទី4គឺផ្លែទៀបសម្រាប់ផ្លែទៀបក៏សម្បូរទៅដោយសារធាតុទង់ដែងនិងជាតិសរសៃជាសារធាតុពង្រឹងប្រព័ន្ធរំលាយអាហារនិងរំលាយខ្លាញ់ចេញពីកាយរបស់យើងបានយ៉ាងសន្សឹមអញ្ចឹងផ្លែទៀបជួយសម្រួលដល់ការរំលាយអាហារដោយធ្វើឲ្យលាមកទន់និងការបន្ទោបង់បានស្រួលផងដែរអញ្ចឹងចំពោះផ្លែឈើទី5គឺដំឡូងបារាំងអញ្ចឹងដំឡូងបារាំងវាធូរស្រាយទេហើយយើងងាយស្រួលរកផងដែរសម្រាប់ដំឡូងបារាំងអញ្ចឹងដំឡូងបារាំងមានជាតិសរសៃច្រើនប៉ូតាស្យូមវីតាមីន A សម្រកគីឡូនិងការពារជំងឺផងដែរលើសពីនេះទៅទៀតនៅពេលយប់ការរំលាយអាហាររបស់យើងមានន័យថាវាមានកម្រិតទាបដូច្នេះការញ៉ាំដំឡូងបារាំងវាពិបាករំលាយអាហារនិងនាំឲ្យយើងគេងមិនលក់អញ្ចឹង
តាក់ទងទៅនឹងផ្លែឈើទាំង5នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចញ៉ាំទោះមិនបានច្រើនក៏យើងអាចញ៉ាំបន្តិចផងដែរដើម្បីឲ្យកាត់បន្ថយជាតិខ្លាញ់របស់យើងអូខេអរគុណអ្នកគ្នាអញ្ចឹងអត្ថបទថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនមកអ្នកទាំងអស់គ្នាមានជាcomment អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃហ្នឹងខ្ញុំលើកយកទម្លាប់ចំនួន4ដែលគ្នាយើងតែងតែធ្វើដែលបងប្អូនពុកម៉ែយើងតែងតែធ្វើឲ្យអាទម្លាប់ហ្នឹងវាអាចធ្វើឲ្យតម្រង់នោមយើងឆាប់ខូចអញ្ចឹងសម្រាប់ទម្លាប់ទី1យើងចូលចិត្តញ៉ាំប្រៃពេកញ៉ាំប្រៃជាប្រចាំអ្នកដែលចូលចិត្តញ៉ាំអាហារដែលមានរសជាតិប្រៃពេកធ្វើឲ្យបង្កើនសម្ពាធឈាមហើយឲ្យប្រព័ន្ធច្រោះរបស់តម្រង់នោមចុះខ្សោយតាមនឹងដែរនេះជាទម្លាប់រួមចំណែកធ្វើឲ្យយើងខូចតម្រង់នោមនិងបង្កើនហានិភ័យនៃការកើតជំងឺតម្រង់នោមសូមអ្នកកាត់បន្ថយរបបអាហារដែលមានរសជាតិប្រៃខ្លាំងដូចជាអាហារកែច្នៃនិងអាហារសម្រន់ជាដើមអញ្ចឹងទម្លាប់ទី1គឺយើងញ៉ាំទឹកអត់គ្រប់គ្រាន់អញ្ចឹងពេលដែលយើងញ៉ាំទឹកអត់គ្រប់គ្រាន់វាធ្វើឲ្យតម្រង់នោមរបស់យើងមិនអាចបញ្ចេញជាតិពុលហើយបណ្ដាលឲ្យមានការកើតគ្រោះក្នុងតម្រង់នោមនិងបង្កមេរោគលើផ្លូវទឹកនោមផងដែរអញ្ចឹងដើម្បីថែទាំសុខភាពតម្រង់នោមសូមអ្នកនរគ្នាគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាពិសេសនៅរដូវក្តៅនិងអំឡុងពេលយើងធ្វើលំហាត់ប្រាណជាដើមអញ្ចឹងនេះគឺជាទម្លាប់ទី2អញ្ចឹងសម្រាប់ទម្លាប់ទី3គឺយើងចូលចិត្តតែផឹកទឹកនៅពេលដែលយើងស្រេកមានន័យថាពេលយើងស្រេកបានផឹកអញ្ចឹងអានេះគឺជាទម្លាប់អត់ល្អទេអញ្ចឹងនេះគឺជាកំហុសមួយដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សយើងដែលគិតថាវាជាសញ្ញាធម្មជាតិនៃរាងកាយជាក់ស្ដែងអារម្មណ៍ស្រេកទឹកជាសញ្ញាដែលបង្ហាញថារាងកាយរបស់យើងចាប់ផ្ដើមខ្វះជាតិទឹករួចមកហើយនៅពេលនេះតម្រង់នោមត្រូវធ្វើការខ្លាំងដើម្បីរក្សាតុល្យភាពជាដើមទឹកក្នុងខ្លួនបើអ្នកបន្តទម្លាប់នេះយូរទៅវាអាចបង្កឲ្យតម្រង់នោមធ្វើការក្នុងស្ថានភាពតានតឹងជាប្រចាំដែលងាយនឹងនាំឲ្យកើតគ្រោះក្នុងតម្រង់នោមនិងប៉ះពាល់ដល់ប្រព័ន្ធបញ្ចេញចោលទាំងមូលរួមទាំងថ្លើមផងដែរវិធីល្អគឺយើងគួរតែញ៉ាំទឹកឲ្យបានទៀងទាត់ទោះពីយើងអត់ស្រេកក៏ដោយអញ្ចឹងមានថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើការឬក៏ទៅណាធ្វើលំហាត់ប្រាណអីគឺយើងគួរតែធ្វើការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់សូមកុំញ៉ាំវាតែពេលយើងស្រេកអញ្ចឹងចំពោះទម្លាប់ទី4អត់ល្អគឺយើងចូលចិត្តធ្វើការជក់បារីនិងផឹកគ្រឿងស្រវឹងជាប្រចាំអញ្ចឹងការជក់បារីនិងការផឹកគ្រឿងស្រវឹងច្រើនពេកបណ្ដាលឲ្យតម្រង់នោមយើងចុះខ្សោយតាមសរសៃឈាមវាសម្បូរជាតិពុលយូរទៅវាធ្វើឲ្យយើងខូចតម្រង់នោមព្រោះការជក់បារីធ្វើឲ្យសរសៃឈាមរួមតូចខូចតម្រង់នោមហើយធ្វើឲ្យសរីរាង្គផ្សេងដំណើរការច្បុកច្បល់ជាមិនខានអញ្ចឹងការផឹកគ្រឿងស្រវឹងជាដើមក៏ដូចជាការជក់បារីវាជាការដាក់សម្ពាធមួយយ៉ាងខ្លាំងទៅលើកលៀនរបស់យើងនាំឲ្យមានការខូចខាតតម្រង់នោមរបស់យើងអញ្ចឹងនេះគឺជាទម្លាប់ទាំង4ដែលអ្នកនរគ្នាគួរជៀសវាងបាទអរគុណសម្រាប់ការតាមដានរបស់អ្នកនរគ្នាជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាទជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំនឹងបង្ហាញពី4វិធីដែលជួយឲ្យសក់យើងរឹងមាំនិងកាត់បន្ថយការជ្រុះអញ្ចឹងតើវិធីទាំង4មានខ្លះតោះយើងតាមដានទាំងអស់គ្នាអញ្ចឹងទី1ពិតជាងាយមែនតើគឺការផឹកទឹកឲ្យបានគ្រប់គ្រាន់ទោះបីជារាងកាយយើងមើលទៅមិនបញ្ចេញជាតិញើសច្រើនក៏ដោយប៉ុន្តែឲ្យតែត្រជាក់អាចបណ្ដាលឲ្យស្បែកនិងស្បែកក្បាលបាត់បង់សំណើមនៅពេលរាងកាយខ្វះជាតិទឹកស្បែកក្បាលនឹងមានតុល្យភាពងាយស្ងួតហើយក៏ពេញប្រេងនិងផលិតប្រេងច្រើនដើម្បីផ្ដល់សំណើមវិញដូចនេះការផឹកទឹកទៀងទាត់ជួយបង្កើនសំណើមឈាមស្រួលដំណើរការស្បែកក្បាលនិងជួយកាត់បន្ថយការកើតជាតិខ្លាញ់លើសអ្នកអាចចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងទឹកក្តៅមួយកែវនិងដាក់ដបទឹកក្តៅនៅក្បែរតុធ្វើការដើម្បីរំលឹកឲ្យអ្នកផឹកទឹកបានពេញមួយថ្ងៃ
ក្រៅពីទឹកអាហាររូបត្ថម្ភក៏សំខាន់ដូចគ្នាអាហារដែលសម្បូរដោយប្រូតេអ៊ីនជួយផ្ដល់សំណើមឲ្យសក់រឹងមាំខណៈដែលបន្លែពណ៌បៃតងនិងផ្លែឈើដែលសម្បូរដោយវីតាមីន C ជួយកាត់បន្ថយភាពស្ងួតនិងបង្កើនសំណើមឲ្យស្បែកក្បាលយ៉ាងទី2គឺលាងសក់របស់អ្នកជាមួយនឹងទឹកក្តៅទឹកក្តៅពេកអាចធ្វើឲ្យជាតិប្រេងធម្មជាតិនៅស្បែកក្បាលត្រូវបានលាងចេញច្រើនធ្វើឲ្យក្រពេញប្រេងត្រូវផលិតប្រេងច្រើនដើម្បីបន្ថែមផ្ទុយទៅវិញទឹកត្រជាក់ពេកអាចធ្វើឲ្យរាងកាយងាយផ្ដាសាយការប្រើទឹកក្តៅសមរម្យក្តៅអ៊ុនៗក្រោមសីតុណ្ហភាពរាងកាយជួយសម្អាតសក់បានល្អមិនធ្វើឲ្យសក់ស្ងួតនៅរដូវរងាអ្នកគួរតែលាងសក់2ទៅ3ដងក្នុងមួយសប្តាហ៍ដើម្បីរក្សាតុល្យភាពប្រេងហើយពេលប្រើក្រែមបន្ទន់សក់ត្រូវលាបត្រឹមចុងសក់បានហើយដើម្បីកុំឲ្យសក់របស់យើងប្រែជាលឿងអូខេអញ្ចឹងទឹកអ្នកគ្នាត្រូវប្រយ័ត្នដែរកុំត្រជាក់ពេកកុំក្តៅពេកទី3ប្រើសាប៊ូកក់សក់ឲ្យបានត្រឹមត្រូវសាប៊ូកក់សក់ដែលមានសារធាតុស៊ុលហ្វាតឬស៊ីលីកុនអាចកម្ចាត់ជាតិប្រេងធម្មជាតិនិងបង្កធ្វើឲ្យសក់ស្ងួតសម្រាប់អ្នកដែលមានសក់ស្ងួតឬសក់ងាយរឹងនៅរដូវត្រជាក់គួរជ្រើសរើសសាប៊ូដែលមានគ្រឿងផ្សំផ្ដល់សំណើមនិងគ្មានគ្រឿងផ្សំខ្លាំងប្រសិនបើសក់ត្រូវបានលាបពណ៌អ្នកគួរជ្រើសរើសសាប៊ូដែលផ្ដល់សំណើមនិងការពារសក់វានឹងជួយទប់ស្កាត់ការខូចខាតនិងធ្វើឲ្យសក់មានសំណើមល្អជាងមុនសាប៊ូកក់សក់គឺជាផលិតផលដែលប៉ះពាល់ដល់ស្បែកក្បាលដោយផ្ទាល់ដូច្នេះការជ្រើសរើសប្រភេទសាប៊ូឲ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងប្រេងនិងរក្សាសំណើមសម្រាប់សក់ទី4គឺយើងកុំសិតសក់របស់អ្នកច្រើនពេកពេលអ្នកសិតសក់ញឹកញាប់ការកកិតនៅលើស្បែកក្បាលនឹងជំរុញក្រពេញប្រេងឲ្យផលិតប្រេងច្រើនដូច្នេះគួរតែសិតសក់ត្រឹម2ទៅ3ដងក្នុងមួយថ្ងៃដោយប្រើស្និតធ្មេញទូលាយដើម្បីកាត់បន្ថយការកកិតជៀសវាងសិតសក់ពេលវាសើមព្រោះសក់នៅក្នុងស្ថានភាពទន់ខ្សោយនិងងាយដាច់ការសម្អាតសិតសក់សមរម្យក៏ជួយកាត់បន្ថយប្រេងនិងធូលីកកកុញដែលជួយឲ្យសក់របស់អ្នកស្អាតហើយបានយូរជាងមុនអូខេអញ្ចឹងអត្ថបទនេះខ្ញុំសង្ឃឹមថាវាជាចំណេះដឹងមួយសម្រាប់អ្នកទាំងអស់គ្នាហើយអត្ថបទនេះផងដែរខ្ញុំដកស្រង់ចេញពី Healthy Cambodia បាទអរគុណប្រិយមិត្តអរគ្នាជួបគ្នានៅអត្ថបទសុខភាពបន្តទៀតបាទជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតជាងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារទាំង5នៅពេលដែលអ្នកងាយញ៉ាំហើយវាអាចធ្វើឲ្យដំណេកយើងអាចស្រួលជាងមុនអញ្ចឹងតើតាអាហារទាំងអស់ហ្នឹងមានអីខ្លះអញ្ចឹងធម្មតាប្រសិនបើយើងអត់មានភាពតានតឹងទេវាធ្វើឲ្យប្រព័ន្ធប្រសាទយើងស្ងប់ឆាប់គេងលក់ស្រួលអញ្ចឹងតាមលោកវិជ្ជបណ្ឌិតញ៉ាន់មជ្ឈមណ្ឌលសរសៃប្រសាទនៃមន្ទីរពេទ្យតាមអាន General Hospital គាត់បាននិយាយថាការគេងមិនលក់និងការថប់អារម្មណ៍រយៈពេលយូរវាធ្វើឲ្យអ្នកអស់កម្លាំងបាត់បង់ការចងចាំមានបញ្ហាសរសៃឈាមបេះដូងមានជំងឺធ្លាក់ទឹកចិត្តនិងជំងឺសរសៃប្រសាទមកពីរាងកាយរបស់អ្នកខ្វះម៉ាញ៉េស្យូមនិងសារធាតុរ៉ែដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសរសៃប្រសាទការសម្រាកសាច់ដុំនិងការស្ថិរភាពចង្វាក់ជីវសាស្ត្រដែលបណ្ដាលឲ្យពិបាកក្នុងការគេងអាហារខាងក្រោមនេះវាសម្បូរទៅដោយម៉ាញ៉េស្យូមជួយឲ្យអ្នកឆាប់គេងលក់ស្រួលអញ្ចឹងយើងទៅមើលថាអាហារនឹងមានអីខ្លះអញ្ចឹងទី1គឺផ្លែចេកអញ្ចឹងអ្នកគួរតែហូបផ្លែចេក3ទៅ5ម៉ោងមុនពេលចូលគេងទើបល្អអារម្មណ៍ព្រោះផ្លែចេកសម្បូរជាតិម៉ាញ៉េស្យូមប៉ូតាស្យូមនិងវីតាមីន B6 ដែលជាសារធាតុចិញ្ចឹមជួយដល់ការផលិតអរម៉ូនក្នុងការគេងដ៏សំខាន់ហើយវាមានដូចជាសេរ៉ូតូនីននិងមេតាឡូនីនអញ្ចឹងអ្នកនរគ្នាគួរតែអាចថាញ៉ាំផ្លែចេកទៅឲ្យបានមុន3ទៅ5ម៉ោងទៅមុនអ្នកចូលគេងអញ្ចឹងទី2គឺផ្លែបឺមានផ្ទុកម៉ាញ៉េស្យូមប៉ូតាស្យូមនិងខ្លាញ់ល្អជួយកាត់បន្ថយសម្ពាធឈាមធ្វើឲ្យប្រសើរឡើងនៅចរន្តឈាមទៅកាន់ខួរក្បាលនិងសម្រាកសរសៃប្រសាទកាត់បន្ថយភាពតានតឹងអញ្ចឹងចំពោះផ្លែអាហារទី3គឺគ្រាប់ធញ្ញជាតិគ្រាប់ល្ពៅអញ្ចឹងគ្រាប់ធញ្ញជាតិគ្រាប់ល្ពៅជាអាហារសម្រន់ឬហូបមុនពេលចូលគេង
មិនត្រឹមតែជួយបន្ថែមសារធាតុរ៉ែដល់រាងកាយប៉ុណ្ណោះទេថែមទាំងបង្កើនអារម្មណ៍រីករាយតាមបែបធម្មជាតិទៀតផងគ្រាប់ល្ពៅមួយក្តាប់តូចផ្ដល់ម៉ាញ៉េស្យូមជិត150មីលីក្រាមព្រោះគ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្កសីនិងសារធាតុទ្រីតូផានដែលជាប្រភពសារធាតុសេរ៉ូតូនីនធ្វើឲ្យអារម្មណ៍ស្ងប់កាត់បន្ថយការថប់បារម្ភនិងជួយជំរុញការផលិតអរម៉ូនមេឡាតូនីនឲ្យបានគេងលក់ស្រួលអញ្ចឹងចំពោះ4គឺទឹកដោះគោស្រស់ទឹកដោះគោស្រស់ក្តៅអ៊ុនទឹកដោះគោស្រស់ក្តៅអ៊ុនជួយមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅអ៊ុនមុនពេលចូលគេងគឺជួយពន្លឿនការគេងបានលឿនរំលាយ stress ការពារជំងឺថប់បារម្ភថែរាងថែមទៀតផងអញ្ចឹងចំពោះអាហារចុងក្រោយគឺតែខ្ញីសម្រាប់តែខ្ញីជួយការពារជំងឺផ្ដាសាយហៀរសម្បោរនិងឲ្យអ្នកឆាប់គេងលក់ស្រួលតែខ្ញីនេះពិតជាភេសជ្ជៈដែលមានឥទ្ធិពលលើផ្លូវចិត្តឲ្យមានអារម្មណ៍ស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់ហើយវាក្លាយជាភេសជ្ជៈសម្រាប់មុនពេលចូលគេងដ៏ល្អអត់ខ្ចោះបានផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺជាជំនួយមួយសម្រាប់សុខភាពទាំងអស់គ្នាអូខេអញ្ចឹងចូលអ្នកនរគ្នាថែរក្សាសុខភាពទាំងអស់គ្នាជួបគ្នានៅអត្ថបទសុខភាពបន្តទៀត